រៀងរាល់ថ្ងៃនៃឧបោសថថ្ងៃបកតិឧបោសថហ្នឹងដែលធ្វើទៅដើម្បីនឹងអនុគ្រោះដល់ព្រះភិក្ខុសង្ឃបានទទួលនៅចង្ហាន់បិណ្ឌបាតទាំងផងហើយបានសម្រេចបុណ្យកុសលអំពីព្រះភិក្ខុសង្ឃនេះទុកដាក់សម្រាប់ខ្លួនឯងផងនិងឧទ្ទិសជូនដល់ពពួកញាតិដែលបានធ្វើការកិរិយាទៅនឹងផងព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គពិចារណាមើលអំពីហេតុដែលថាឲ្យសម្រេចផលដល់រុះរាន់តន់ចិត្តឬក៏ដល់លឿនដោយជាតេខេណានុបទាននេះគឺអត់មានទេហេតុអតីតហ្នឹងគឺអត់មានដូចជាតេខេណានុបទានហ្នឹងទេមានតេខេណានុបទាននេះទេតែធ្វើឲ្យសម្រេចបុណ្យកុសលឬក៏សម្រេចទានដល់ញាតិដែលបានធ្វើការកិរិយាទៅនឹងលឿនប៉ុណ្ណាអត្តនៃព្រះគាថាព្រះអង្គសម្ដែងដែរប្រៀបដូចជាទឹកដែលធ្លាក់មកពីលើកំពូលភ្នំដែលមានសន្ទុះលឿនរហ័សយ៉ាងណាផលដែលកើតឡើងពីតេខេណាទាននេះក៏ដូចគ្នាប៉ុណ្ណានឹងឧណតេឧតកੰវដ្ឋាំយថានណੰបវត្តតិទឹកចលងផ្លូវទឹកទាំងឡាយហ្នឹងមានទន្លេនឹងស្ទឹងជាដើមព្រះអង្គប្រៀបធៀបសន្ទុះទឹកដែលធ្លាក់មកពីលើកំពូលភ្នំនឹងលឿនយ៉ាងណាយ៉ាងណាមិញទានដែលកើតឡើងពីតេខេណាទាននេះដែលឧទ្ទិសហើយសម្រេចដល់ញាតិហ្នឹងគឺលឿនដូចគ្នាប៉ុន្តែហេតុនៃការឧទ្ទិសឬក៏បុណ្យឬក៏ទានដែលយើងឧទ្ទិសទៅសម្រេចដល់មិនដល់អាហ្នឹងវាតាក់ទងទាំងបដិទាំងទាយុទាំងបដិគហកៈក៏ដូចជាអ្នកដែលទទួលនឹងទាំង3នេះគឺมันអាចបាត់មួយណាទេបាត់អ្នកទាយុនឹងក៏មិនបានបដិគហកៈនឹងមានហើយតែបដិគហកៈអ្នកដែលគ្មានសិលហ្នឹងក៏ទាននឹងมันអាចសម្រេចដល់ពពួកញាតិឬក៏ពួកញាតិហ្នឹងគេមិនមកអនុមោទនាយកដោយខ្លួនឯងហ្នឹងក៏វាមិនបានដល់តែតួអង្គអ្នកឲ្យនិងអ្នកទទួលហ្នឹងវាដឹងថាមានហើយតែសំខាន់តួអង្គហ្នឹងហើយបដិគហកៈនេះញាតិញោមបដិគហកៈនេះគឺតែថ្មីប្រហែលអត់សិលបន្តិចហ្នឹងមិនបានដល់ទេទោះបីជាទាននឹងថ្វាយចំពោះសង្ឃក៏ដោយព្រះសម្មាសម្ពុទ្ធព្រះអង្គសរសើរពីសង្ឃកតាតេសង្ឃនឹងឯសង្ឃកតាតេខណៈទានហ្នឹងព្រោះការថ្វាយទានចំពោះសង្ឃនេះទោះបីជាចំពោះសង្ឃហ្នឹងបើអត់មានសិលហ្នឹងក៏ទានដែលយើងឧទ្ទិសឲ្យដល់ញាតិហ្នឹងក៏គេមិនយកដែរញោមណាព្រះតកថាលោកបញ្ជាក់ថាហេតុដោយម្ដេចបានជាញាតិនឹងមិនទទួលយកថាញាតិហ្នឹងអ្នកដែលទទួលទានរបស់ទាយុនឹងអត់សិលហ្នឹងទីបំផុតទៅក៏จะប្រែតឲ្យតែអញដែរណាចឹងគេអត់ត្រេកអរអនុមោទនាយកទេណាចាំថាតួអង្គអ្នកទទួលហ្នឹងគឺសំខាន់ញោមសំខាន់មែនទេក្នុងការដែលធ្វើយ៉ាងណាគឺឲ្យមានសិលហើយចុះបើព្រះភិក្ខុសង្ឃលោកមិនមានសិល
cho dân từ thôi cho môi nâng ba sọ ba sự can niệm men sel lắm ba nó chấm lấy phải thả bàn tầm khán ở tận niệm nó men sel cùng lại đào từ bao sọt sel trầm tới bàn giờ sel với còn này giờ sel đấy có ai vừa từ bàn đôi kia bàn tay bây giờ cực mơ tới sel bỏ ba sọ ba sự can thì mình nghi nè nhộm nghi đạch nè nghi phơi á ai cuộp xong tao nó sẽ kháp bọt tịch phóng bảo priệp thiệp cho môi năng priệp khổ sống tao ở tuổi thì nè dưỡng miền xài ta đọc tròn đạch đòn mười đứa bàn nực khởi nước đạch ở lì nước đọc nước miền ấy tục ai priệp khổ sống lộ miền xài đọc là nhận xàm nấy miền đào từ mà rồi hà sập buồn từ khảo bọt lộ bộ từng lộ có vài triệu máu vì khổ vì rồi phải bờ sẽ khảo bọt nằng bây giờ priệp thiếp là xài bỏ lỗ với mòm chèn nhớ mấy xài bỏ lỗ nó mòm chèn bàn tay xài mòm mình móm vì sai từ lấy sọt là ngày rồi sel để ọt bọt để sót với mồm pi ca đạch khôi sẽ khám bọt là ngày khôi sẽ khám bọt là nhật nhốn có đôi kia đấy sel bọt để sót với bẹ pòn tôi chúng mình cầm bọt đấy lập sầm đai hai môn đai trơn từ đai là xiêm riệp hai môn nó về chích pi môn đã của tiệt tôn nâng rồi bòn cà pia sờ mà anh về trà tiện thôi nâng cà một bọt nâng cà một bọt chia được bòn bọt nhật nhủ nó vừa cà pia nâng sự khá bọt pram khá bọt bầy khá bọt độc bọt nhật nhủ nâng mình thấy bờ ta thuê vào hai để cà một bọt mùi na ấy sờ nó có bọt để sọt đài chẳng cà một bọt nó khăn nó nhật nhủ cái này nó bòn và thà mình cà phê mình thôi được bòn nó người mom đấy cô xí sầu cô nó cho xí dập nằm ở xí sầu ở ngày hay tiệt những đôi khi bọn thôi được bòn mom đấy mi thấy cái đuôi ở nhưng miền prạ mình ấy tục và hai tháng cái đuôi ở so lên và miền là bòn mòm nó bộ và ta nhật nhóm mình tờ thuê và hai sau còn sợ tù bị phải chọn ngày sau sắp ngày sắp đã lấy cột đã ấy mai tuần nơ nắng thà cà phê trọc dạng ná thà xong ở dân này mình sẽ là cà phê sờ đôi cái nè dân prang chi diêm cà phê trọc bao dân dạng đá thà xong ở dân cà phê sờ dân đôi chỉ cà phê trọc chẳng nâng cái lại nâng trong đã tường nhiệt nhôm tích về lá ai thà plek luôn đấy nó bố plek luôn ngày sơ dần tới plek từ bệnh viện bình cao tới đạch sơ lọ đồng vót miền thùa chui tộc đó mà tàu tía miền thùa là chui tộc đầu tía miền cồn miền chào miền nhiệt là ngày ai vừa ở sau mòn chật đó vừa ở sờ bờ dương nó khôi tài chẳng cứ thà cày cam bay bị chạy cam buồn mono cam bay này vừa dần nát thà oi chia rồi bon đồng mom rồi bọt sờ đấy ngày chiều xét bị chạy cam lần đây đón nhận nhổm ngày chạy cam lần mục xa Việt tiệt Vệ Sơn Việt sắm Hạ Rô Sư Việt sắm Pháp là bạc này buồn nâng bây giờ nó thảo hỏi school đó bố tháng nhom cái nào mình có họ đấy cái họ ta chào luôn ai ắt đạch cái sở nhom cái nào ắt cả họ mấy nó cả họ lên bịa cả họ cái đây mình cả họ lên cả họ mấy nó nhưng mà tại cả họ hài hay bên to là cả họ nhiệt hồn ai nhưng từ đạch sờ mình họ này tây đạch sờ lớn cả họ nhiệt hồn ai đạch sờ tề
hay bịa nhổ nhong bịa nhổ nhong bịa nhổ nhong ở bàn phơi đấy là thà bịa cột kriệt thà được sự việc trả đó bịa cột kriệt thà ở phơi đấy mà thế apa bách bà bòi cho nhom ngày sam phập bà la bạc nữa chẳng này ai thà phơi bán cà phê sel chọp thà phơi bán đấy cà phê sel chọp thì tอนđấy nhom đập bàn đó ngày thà bàn màu smart tiền sel tại plek cà phê nữa bố hay cả sọp đạt tiền nhận nhôm đã thà smart tiền sel cùng smart tiền nhiều tổ tục chào smart tiền nhiều tổ thẻ xa nhiều tổ mơ thẻ nhớ mắt nhôm cả đam tổng nam bỏ nhật nhôm nợ tam tiền trâu cá tực trâu cá chi mơ thẻ đó của nó ở về thông thoát lụt lụt bàn là óคือเตากาเมือไทยอย่างนั้นไม่เซลบอเยอะคือโดยขณีได้ดำใบอ้อยเซลล์บอดสดดำใบเซลล์ม้อมตอนละยังเมือไทยเซลบอเยอะไอ้เปรเกียธาไอ้ลูกเปรียบเทียบชรานะโดยเตะโตนังกรบในบอยังมากูเนี่ยถ้ายังสลันในยังอย่างน้าถ้ามันจ้องไอ้ในยังวินเนียอย่างน้ามันจ้องในยังอันตรายอย่างน้าอย่างน้าไม่เนี่ยเราซาเซลล์คือโดยขณีเซลล์แล้วไงถ้าออยสลันเซลล์โดยจะสลันกรอบนี่ไทยเราซาเซลล์โดยจะไทยเราซากรอบนี่ทำไปคำออยนี่ยังเบียวินนี่ไอ้ทำไปคำออยเซลล์บอกยังนั้นเบียวินนี่อะไรนั้นประหยัดติดนะเห็นอยู่บอดประหยัดที่เต้าออกพอยพอยจังดับไปอัพเซลเตียวดานาเกมมาโจจัดอย่างผมยังไงไอ้ไปอัพเซลถ้าเดินตัวขโมยโลงโหนแจกเขาขโมยโลงปากไก่จูบขโมยนึกว่านะยังไงมาแต่จะปรับเนี่ยโยมนาปากไก่จูบเขาไปโยมไปอัพเซลโปอะมนุษย์คลายเนี่ยมีนเซลแต่ไปยังออฟเซลมีนตัวคลายยังไงผมยังไงให้มีนออกกลางทั้งหมดโจยังบางติดเนาะผมยังไงปูหนังนะไปยังมีนเซลกะปูนังอัดเฮียนเลยหนุ่มอัดเฮียนโมกบายยังตียังไงอัดเฮียนโมกบายยังตีแต่ไปยังอัดอันนึงโมกไอ้ไทยมอนมีนหยัดโยมกอดถ้าอะมนุษย์โจลยังไงเตะโตหมดมาเอาไอ้มาจุยมาทัดเต้มาจุยบานยังไงโยมจองจุยหุ่นอายเด้ยังไงโยมไปเนี่ยซาเซลล์บอดสดเต้จุยบานเลยยังไงไอ้มาเอามาจุยอยู่ไหมต่อยังไงมามันจะจับไปหามนุษย์ปีปูกอดบานนะไอ้มาเมื่ออะมนุษย์มันตะเคยนะยังถ้าออยอย่าบอลว่าถ้าบ่โยมจองจุยหุ่นอายดำไปเกิดพอดปีอะมนุษย์นึงเป็นซาเซลเมียนประวัตินาไตรจิตติปังให้วิจาตั้งจัดเมียนวิเดติตั้งจัดวิจาการสมาธินตัวโยนในสักขาบอดครบสักขาบอดมันสะอาดเด้อนั่งจุยอ่ะจุยบานนะแต่จุยครูนไอบานนะผู้สัตว์ต่างออกนู้นมันเฮียนโมกบายยังตีนั่งเรื่องเซลเห็นอยู่นะไอประหยัดติดปะนะประหยัดดักสลัดดังครูนปูเนี่ยประหยัดดักสลัดดังครูนเนี่ยไปคลาดักตามเพลาเพื่อตำนานตั้งดักตามเพลาต้องก็มีอันใดถ้าไม่บันยังเท่าประหยัดมันดูเยอะนะการนัดเมียนเซลแล้วเห็นอยู่การนัดเมียนเซลแล้วสมาธิก็เงียบเปิดเราโหดเราตัวจุดการกับวิปัสสนานั้นมันจะเงียบติดนี่ปัสสนายังมีเซลปีขังด่างเพราะนั้นยังมีกรึกปีขังด่างยังไงแต่
bà ọt miền sơ đấy công là sẵn khâm tổng quy thôi sơ ma thị cợt cợt đấy khá ta bị dòi đấy vì ọt miền ấy thà ọt miền cử mà lọc lợi môn này dễ tại lọc lợi môn dễ thà đâm chơi mặt đâm đây phải lụt luộc vì miền mây miền thiêng miền play miền cá vì sài rực đấy vì sài rực về chạm đọt bớt dụ chiều chiết nắng bị nòng đầy nâng từ ấy cậu so là thua đợt tây xem ngày để nghiêng tàu bán cứ sai sờ lần đại bộ miền sờ hay cậu so là tây xem nghiêng nè nhận nhủ nghiêng nòng cả thứ này ọt làm bạ đi bản thế bà ọt sờ hay bài tàu ô thế công tàu bùa loại một đạp thua công tàu bùa loại một thua tiền ở màu thế ngày cái thang kia được vol từ xi vol từ phơi cái ca nghiệp chủ xài phơi trồng cà về kháng vol từ đạn lột đạn ấy khạc tử đạn tiện ấy khạc tử chân vol chờ ngày bản thế bật tha miền sơn hái cụ so là tây sinh nghi nòng cả mình làm bạ để mà ta bật tha ọt sơn hái cụ so là tây sinh thứ công sừng khẩm mình nghe đây mình nghe vừa bạn đây nhưng mà nhận nhôm một smart tiền sale phần đá nâu phần đằng tôi bên ọc lạc đây tôi bên ọc lạc mình thành đầu tầng ọc hay tôi bên ọc lạc cái đấy là pe đầm bay nhang ở sân bo để sọt nó vừa chân cất thảo đồ cừu chơi mốt nó sẽ thua tiền cho nay pe về liền mà món từ pì món đầm bay bàn từ tôi vô thua từ tôi vô nó đầm bay ấy đầm bay ở sân bo dương nó bị sạch nhớ mắt với dân ở ban từ thưa riêng ở cọ tây ấy xây này khang chơi cam cài gì cam chơi cam nô cam mà nè miền chật muối tôi vô ở róm cứ sầm lên nó cứ sầm lên thua nhưng sầm lên thua năng anh Việt phơ oi ở sân bò dưới nó sạch thì mắc lại nừng á lên thua đó thôi sân bò dưới nó sạch vì ọt sân nó bị ọt pru sân nó bị ọt piel sân nó bị ọt đàn sel nó bị ọt đạch sel thuốc sel thliế sel piel năng sel đạch này chân phơi sel bọt dương nó cứ sạch chân cana để sel bọt dương sạch nhận nhúng một thằng nhận nhúng miền tì bần mùi tì bần nó cái thà tì bần cứ sách cái đây là ó sầm rạp luôn nhận nhôm đạp mà đây một thua pi ngày tam một chục để mà lời kia tha phần đủ pala so với tiền này sẽ là pre sama samput bọn sầm đai kia tha nó phẩm bay kia tha được đủ xong cái tiền này chiều một phật lợi tì muối buôn kia thả ấy côn nó đập thua chia ra hết món bỏ tông xa tiền ta thôi chiều một phật đập ở cục nó bỏ ở đây buôn kia thả tiền riêng này cô khai tất cả để côn bỏ này cô khai tất cả nó tập bì phục để kham đạt anh tạch thiện lời chào nắng hay tới một đài nó mình prap thà lơ côn trồ mơ cam nó bỏ phục hay xoay đi nó đi luôn nhung cứ cho đạt nó kham đạt đạch tù thì ta cắt đạt cổ dùng mà ăn nó liềm nó biết đạt kham đạt đạch thiện lời chào nóแต่mặt đài nó prap thà côn trồ mơ cùng rù phục 50 năm sầm lấp từ cổ dạ về 50 năm chẳng bờ côn khai côn chanh bị sọc tao nó sọc xây tới
ម្ដាយណាបងប្រាប់ឲ្យកូនទៅនេះគោខេតកៈនៅសៅថៃ គឺណា អូហើយកូនចេញពីសៅថៃទៅតកៈសាលា តកសិ អូហ្នឹងតកៈសាលាទៅរៀនជាមួយអាចារ្យទិសាបមោហ្នឹងរៀនចេះចាំបងហ្នឹងថារៀនចេះចាំសពគ្រប់បែបយ៉ាងទៅអាចារ្យនឹងពេញចិត្តលើកកូនកំមុំឲ្យមួយហ្នឹងហើយលើកកូនមកអាចារ្យហ្នឹងឯងឲ្យថាអូបរោះនេះឆ្លាតណាអញ្ចឹងលើកឲ្យពេលលើកឲ្យទៅអត់នៅជាមួយនឹងអាចារ្យទេត្រឡប់មកស្រុកកំណើតវិញហ្នឹងដល់ពេលត្រឡប់មកស្រុកកំណើតវិញនៅក្នុងសៅថៃហ្នឹងឯងចឹងជ្រះថ្លាពូឮតែព្រះសម្មាសម្ពុទ្ធត្រាស់ដឹងជ្រះថ្លាកូននោះពូជ្រះថ្លាជាមួយនឹងព្រះសម្មាសម្ពុទ្ធក៏នឹកឃើញដល់ឪពុកនឹងឯងពុកក្មេកនេះហ្នឹងហើយមិនមែនពុកបកើតទេឪពុកក្មេកហើយឪពុកហ្នឹងអាចារ្យស្រាប់ជាអាចារ្យបរៀនខ្លួនហ្នឹងចាស់ចរិយាហើយពូហ្នឹងហើយចាស់ចរិយាក៏ទៅយកឪពុកពីតកៈសាលាហ្នឹងមកសៅថៃណាយកមកក្រុងសៅថៃហ្នឹងណាយកដល់ក្រុងសៅថៃហើយក៏និមន្តព្រះសម្មាសម្ពុទ្ធព្រមទាំងព្រះភិក្ខុសង្ឃធ្វើនៅផាត់ណាទទួលផាត់បានព្រះអង្គហ្នឹងហើយទទួលនៅផាត់រួចចប់សពគ្រប់ចឹងទៅក៏កូននឹងប្រាប់កូនហ្នឹងណាកូនរបស់បាទសពនេះហ្នឹងណាប្រាប់ថាហ្នឹងហើយផាត់ថ្ងៃនេះខ្ញុំព្រះអង្គធ្វើជាលក្ខណៈជីវផាត់ថាផាត់ធ្វើសម្រាប់ឪពុកនឹងរស់ហ្នឹងមកថាបើយើងរាល់ថ្ងៃយើងប្រើពាក្យថាមកលោកសង្ឃទានជូនអ្នកនេះជូនអ្នកនោះចឹងទៅហ្នឹងហើយហើយសូមព្រះអង្គអនុគ្រោះសម្ដែងធัวដល់ខ្ញុំកណាផងដល់ឪពុកផងហើយឪពុកហ្នឹងមិនដែលធ្វើបន់ឲ្យខ្ញុំឡើងដេកនៅក្នុងកន្ទេលហើយណាព្រោះអត់ដែលធ្វើបន់ទេតាំងពីដើមមកអត់ដែលជ្រះថ្លាក្នុងពុទ្ធសាសនាទេហ្នឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនេះព្រះអង្គសម្ដែងខ្លួនអ្នកក្នុងកាលឥឡូវនេះប្រៀបដូចជាស្លឹកឈើទុំណាថាជីវិតហ្នឹងហើយជីវិតរបស់អ្នកនេះវាស្ថិតនៅក្នុងមាត់នៃមច្ចុរាជស្ថិតក្នុងមាត់នៃមច្ចុរាជណាពេលដែលមច្ចុរាជនឹងលេបត្របាក់យកទៅបាត់ទៅសួរថាមានទីពឹងអត់អ្នកឯងហ្នឹងមានទីពឹងអត់បើទៀនក៏មិនដែរឲ្យសិលក៏មិនដែររក្សាធัวក៏មិនដែរស្ដាប់មិនដែររៀនមិនដែរបប្រតិបត្តិចឹងវាអត់មានអីសោះខ្ញុំថាទៅលោកខាងមុខអ្នកឯងមានទីពឹងហើយនៅមានអ្វីសម្រាប់ធ្វើជាទីពឹងទៅក្នុងលោកខាងមុខហើយនៅព្រះអង្គចង់សម្ដែងពីថាជីវិតនេះវានៅជាមួយនឹងមាត់នៃមច្ចុរាជណាមច្ចុរាជហ្នឹងហាចាំរហូតខ្ញុំចាំទៅតបាក់យកទេតែប្រហែលបន្តិចក្រឹបបាត់ប្រហែលបន្តិចក្រឹបបាត់ហ្នឹងហើយអញ្ចឹងគាត់ថាតើអ្នកឯងមានទីពឹងហើយនៅបើកុសលអតីអីផ្សេងអត់មានផងហ្នឹងហើយតែព្រះអង្គមិនដែលចប់ជា4គាថាហ្នឹងព្រាមអបាសកបានសតតាបានស្អែកឡើងព្រះអង្គទៅម្ដងទៀតព្រះអង្គទៅម្ដងទៀតហ្នឹងហើយព្រះអង្គដឹងថាបាសកបានសតតាព្រះអង្គមិនដែលគាថាប្រពតពីថ្ងៃមុនហ្នឹងហ្នឹងហើយគឺតាក់តងទៅជាមួយនឹងថាដែលបាសកឯងហ្នឹងដឹងថាស្លឹកឈើទុំហ្នឹងហើយថាដឹងខ្លួនប៉ុណ្ណាថាបាសកឯងហ្នឹងដឹងខ្លួនថាជីវិតនេះស្ថិតនៅក្នុងមាត់នៅមច្ចុហើយតែបច្ចុប្បន្ននេះបាសកឯងហ្នឹងមានអ្វីជាទីពឹងហើយនៅបានគាត់ប្រាប់ថាគាត់មានរតនត្រ័យគាត់មានសិលគាត់ជ្រះថ្លាក្នុងការឲ្យទានហ្នឹងហើយនេះអញ្ចឹងបានមកព្រះអង្គថាអញ្ចឹងមានរតនត្រ័យជាទីពឹងហ្នឹងហើយមានសិលដាប់ធัวឲ្យទានចុះគាត់ថ្នាក់សតតាគាត់ថាអញ្ចឹងអបាសកហ្នឹងមានទីពឹងហើយមានទីពឹងហើយទោះបីជា
ជាមិនចុកតបាក់យកបាសក់ឯងពេលនេះទៅក៏បាសក់នេះឈ្មោះថាមានទីពឹងហើយបាទណានឹងខ្ញុំអាត្មាភាពលើនៃសេចក្តីចំណុចនេះមកថាញាតិញោមទាំងអស់គ្នាដែលកំពុងតែអង្គុយនេះគឺអ្នកមានសិលហ្នឹងគឺជាអ្នកដែលមានទីពឹងបាទណាអញ្ចឹងជីវិតយើងថត់នៅក្នុងមាត់មកជារៀបគេចាំតបាក់រហូតដល់យើងឲ្យមានបញ្ញាយើងមើលមានឃើញថាមិនចុកចាំតបាក់យកណាគិតថាអូអញនៅបាន100ឆ្នាំអញនៅបាន100ឆ្នាំជាងចាំបាច់តន់ទៅសរសើរសិលតន់ធ្វើល្អទេតែយូរចាប់ពី3ម៉ោងក្រោយមកលឺឡែមួយទៅហ្នឹងហើយហើយណាបងថាហ្នឹងថាជីវិតដែលវាស្ថិតនៅជាមួយនឹងមាត់នៃមច្ចុណាអញ្ចឹងរៀនធ្វើសេចក្តីល្អសម្រាប់ណាខ្លួនឯងហើយសូមអនុមោទនីសូមចូលរួមខាងដើមជាមួយលោកគ្រូប៉ុណ្ណឹងហើយគ្រូឆ្លើយសំណួរនេះសិនក៏ឲ្យញោមវត្តសួរសិនបងឲ្យញោមសួរហើយបាទញោមបុត្រច័ន្ទរត់សុំតាំងពីថ្ងៃមុនបាទសុំយកមីក្រូនេះទៅជូនគាត់តិចទៅហ្នឹងហើយចំណានៅវត្តលួងថ្ងៃ5កាលជាបឋមខ្ញុំប្រកាសណាសូមនមស្ការក្រាបថ្វាយបង្គំគុណការទាំង3មានព្រះពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាយ៉ាងក្រៃលែងខ្ញុំប្រកាសណាសូមនមស្ការក្រាបថ្វាយបង្គំព្រះអង្គគ្រូរតនៈបកាបកស្ងួនហុលដោយសេចក្តីគោរពនិងខ្ញុំប្រកាសណាសូមនមស្ការក្រាបថ្វាយបង្គំលោកម្ចាស់គ្រប់ព្រះអង្គជំរាបសួរបាសបាសិកាគ្រប់រូបជាពិសេសជំរាបសួរលោកគ្រូធម្មបណ្ឌិតដោយសេចក្តីគោរពខ្ញុំសូមសួរសំណួរលោកគ្រូ3ដកភាគ54ទំព័រ104កម្មសីឡោកម្មសមាចារោកានិកម្មនិព្រុហយ៉ាងនិរោសម្មានិវិទ្ធាសៈឧត្តមដ្ឋញ្ចបាពុនេវុទ្ធាបច្ចាយីអនុសុយកោសិយាកាលញ្ញុចាសៈគុរុណាំទេសនាយធម្មង្កថាំអេរយិតាំងខណញ្ញូសុណាយៈសកច្ចៈសុភាសិតានិកាលេនៈគុរុណាំកាលេនៈកិច្ឆេគុរុណាំសកាសាំងធម្មធាងនិរង្កត្វានិវាតវុត្តੰអថាំធម្មੰសញ្ញមੰព្រមចរិយ៉ាងអនុសរេសម្មាចរេចៈព្រះសារីបុត្រដ៏មានអាយុក្រាបទូលសួរថានរជនមានសិលដូចម្ដេចមានវិញ្ញាណដូចម្ដេចចម្រើននៅអំពើទាំងឡាយដូចម្ដេចក៏បីជាបុគ្គលប្រតិស្ថានមុំល្អក្នុងសាសនាផងដល់នៅប្រយោជន៍ខ្ពង់ខ្ពស់គឺអរហត្តផលផងព្រះមានប្រភេទទ្រង់ត្រាស់ថាបុគ្គលត្រូវប្រព្រឹត្តកោតក្រែងចំពោះបុគ្គលដែលចម្រើនជាអ្នកមិនមានសេចក្តីច្រណែនស្គាល់ការគួរជួបនឹងគ្រូស្គាល់ខណៈស្ដាប់ធម្មីកថាដោយដែលលោកពោលក៏បីស្ដាប់សុភាសិតឯទៀតដោយគោរពបុគ្គលគួរធ្វើការរឹងតាំងឲ្យជ្រះស្រឡះប្រព្រឹត្តមិនទៀបខ្លួនហើយចូលទៅកាន់សំណាក់គ្រូតាមកាលគួររត់កັບបីរលឹករឿយទាំងប្រព្រឹត្តដោយប្រពៃនៅអត្តន័យភាសិតធម៌សិលនិងព្រហ្មចារ្យដ៏សេះដែលគ្រូសម្ដែងហើយសូមអរព្រគុណនិងអរគុណ104ហ្នឹងហ្នឹងហើយអញ្ចឹងញោមបាសិកាបុត្រច័ន្ទរួតព្រោះសាកសួរនៅក្នុងកឹងសីលសូត្រព្រោះកឹងសីលសូត្រកឹងសីលសូត្រនៅក្នុងសត្តនិបាតអញ្ចឹងថ្មជូនលោកគ្រូហើយជូនលោកគ្រូ
បាទតាមដងទៅព្រោះណាចឹងសូមញាតិញោមពុទ្ធបរិស័ទពុទ្ធស្រីគ្រប់គ្នាជ្រះថ្លាត្រេកអរអនុមោទនាណាសូមអនុមោទនាខ្ញុំប្រកាសណាសូមអ្នកមស្ការចំពោះព្រះដ៏មានព្រះភាព្រះអង្គជាព្រះអរហន្តសម្មាសម្ពុទ្ធព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃដោយគោរពស្មើដោយជីវិតសពកាលហើយសូមក្រាបថ្វាយបង្គំចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គទាំងគ្រប់ឋានានុក្រមទាំងអស់ក្នុងខេត្តបន្ទាយមានជ័យយើងនេះក្រោមអធិបតីភាពរបស់ព្រះអង្គគ្រូព្រះមេគុណខេត្តដែលព្រះអង្គជាអធិបតីសង្ឃជាសង្ឃនាយកជាដើមសូមក្រាបថ្វាយបង្គំចំពោះលោកម្ចាស់គ្រប់ព្រះអង្គដែលមានប្រកដីគុណនៅក្នុងវត្តគុំបាក់លើនេះក្រោមអធិបតីភាពរបស់ព្រះអង្គគ្រូព្រះចៅអធិការវត្តព្រះអង្គគ្រូរតនបកាសកោព្រមទាំងព្រះអង្គគ្រូប្រសូតស្ដាំប្រសូតឆ្វេងជាដើមដោយសេចក្តីគោរពនិងដោយសេចក្តីកោតក្រែងសូមគោរពចំពោះលោកគ្រូអ្នកគ្រូលោកតាលោកយាយលោកមីនិងអ្នកមីងបងប្អូនប្រុសស្រីទាំងអស់ព្រមទាំងគណៈកម្មការលោកអាចារ្យម៉ែជីដូនជីទាំងអស់នៅក្នុងវត្តភ្នំបាក់លើនេះដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាដោយយ៉ាងក្រៃលែងឥឡូវនេះមានបញ្ហាសាកសួររបស់លោកយាយច័ន្ទរួតដែលលោករតនីទាំងបាលីទាំងសម្រាយនៅក្នុងសុត្តនិបាតកិនសីលសោគឺសិលនឹងដូចម្ដេចព្រះសារីបុត្រក្រាបទូលសួរដល់ព្រះដ៏មានព្រះភិក្ខឯព្រះសារីបុត្រជាព្រះរហន្តហើយលោកលើកសិលនេះឯងមកសាកសួរនរជនអ្នកមានសិលដូចម្ដេចមានមយាទដូចម្ដេចចម្រើននៅអំពើទាំងឡាយដូចម្ដេចក៏បីជាបុគ្គលបដិស្ថានមមល្អក្នុងសាសនាផងដល់នៅប្រយោជន៍ខ្ពង់ខ្ពស់ផងគឺអរហតផលចឹងចំណុចដែលព្រះសារីបុត្រលើកជាបញ្ហាសាកសួរដល់ព្រះដ៏មានព្រះភិក្ខណា
គឺចំណុចហ្នឹងគឺស៊ូពីរឿងសិលនេះមួយមាយាទនេះមួយនិងការចម្រើននៅកម្មទាំងឡាយនេះមួយតើមានសិលដូចម្ដេចមានមាយាទដូចម្ដេចចម្រើននៅអំពើទាំងឡាយដូចម្ដេចដែលញ៉ាំងឲ្យបុគ្គលនឹងបដិស្ថានដ៏មមល្អក្នុងសាសនានេះផងហើយនឹងដល់នៅប្រយោជន៍ដ៏ខ្ពង់ខ្ពស់ផងដោយសេចក្តីសង្ខេបមកព្រះសារីបុត្រសួរថាសិលដូចម្ដេចមាយាទដូចម្ដេចប្រព្រឹត្តចម្រើននៅអំពើនឹងឯងទាំងឡាយដូចម្ដេចដែលធ្វើឲ្យបុគ្គលនឹងបានជាព្រះអរិយបុគ្គលបានសេចក្តីថាអញ្ចឹងមានប្រយោជន៍នៅក្នុងពុទ្ធសាសនាផងនេះបដិស្ថានមមនៅក្នុងពុទ្ធសាសនាផងហើយបាននៅប្រយោជន៍នៅក្នុងទីនេះគឺប្រយោជន៍ដ៏ខ្ពង់ខ្ពស់មានសោតាបត្តិមគ្គរហូតដល់អរហត្តផលចឹងព្រះសារីបុត្រសាកសួរនៅហេតុណាដែលធ្វើឲ្យយើងនឹងមមនៅក្នុងពុទ្ធសាសនាមិនអាចទៅរកសាសនាដទៃទេហើយថែមទាំងបាននៅប្រយោជន៍ដ៏ខ្ពង់ខ្ពស់គឺមគ្គផលតើយើងក៏បីមានសិលដូចម្ដេចមានមាយាទដូចម្ដេចចម្រើននៅអំពើដូចម្ដេចទើបអាចតាំងមមនៅក្នុងពុទ្ធសាសនាផងបាននៅប្រយោជន៍ក៏ខ្ពង់ខ្ពស់គឺមគ្គផលផងណែអញ្ចឹងការបញ្ហាសាកសួររបស់ព្រះសារីបុត្រនៅក្នុងចំណុចនេះការសាកសួរហ្នឹងគឺជាការសាកសួរចំពោះយើងដែលកុហកឬក៏ទាំងបុព្វជិតផងការសាកសួរនេះណាសាកសួរចំពោះយើងដែលជាកុហកឬក៏ទាំងបុព្វជិតផងទាំងពីរទាំងកុហកផងទាំងបុព្វជិតផងតើអាចតាំងមមសុខក្នុងពុទ្ធសាសនាបានជាអរិយបុគ្គលបានណាអរិយបុគ្គលបានណាដោយសិលដូចម្ដេចដោយមាយាទដូចម្ដេចដោយការចម្រើននៅអំពើដូចម្ដេចវាមាន3សិលមាយាទនិងការចម្រើននៅអំពើទាំងឡាយព្រះដ៏មានពភាកព្រះអង្គទ្រង់សម្ដែងថាបុគ្គលត្រូវប្រព្រឹត្តកោតក្រែងចំពោះបុគ្គលដែលចម្រើនជាអ្នកមិនមានសេចក្តីច្រណែនស្គាល់កាលគួរជួបនឹងគ្រូស្គាល់ខណៈស្ដាប់ធម្មិកថាដែលលោកពោលហើយក៏បីស្ដាប់នៅសុភាសិតឯទៀតដោយគោរពចំណុចនេះគឺព្រះអង្គទ្រង់សម្ដែងថាត្រូវខ្សែគប់ត្រូវឃើញទេព្រះអង្គទ្រង់សម្ដែងផ្ដោតទៅលើថាដើម្បីឲ្យបានសិលដូចម្ដេចបានមាយាទដូចម្ដេចចម្រើនអំពើដូចម្ដេចហ្នឹងតលតែយើងនឹងជាអ្នកប្រព្រឹត្តនៅសេចក្តីកោតក្រែងហ្នឹងគោរពឬក៏មិនគោរពគោរពចំពោះបុគ្គលណា
ចំពោះបុគ្គលដែលចម្រើនដែលមិនមានសេចក្តីចរណែនអ្នកដែលចម្រើនគឺចម្រើនអីចម្រើននៅគុណចម្រើនណាបុគ្គលដែលអ្នកចម្រើនណាអ្នកបុគ្គលចាស់ជាងខ្លួនយើងក៏ហៅថាបុគ្គលចម្រើនឃើញទេហើយនឹងបុគ្គលចម្រើនទៅដោយគុណធម៌នឹងក៏ហៅថាវុទ្ធិបុគ្គលដែរបុគ្គលចម្រើនណាដូចជាចាន់រួតមិនសំដៅយកតែមានអាយុច្រើនទេទាំងអ្នកដែលមានគុណធម៌ក៏ឈ្មោះថាជាអ្នកចម្រើនដែរហើយគុណធម៌នៅក្នុងទីនេះបានដល់អីបានដល់វិបស្សនាមេផលព្រះនិព្វានណាលោកយាយអញ្ចឹងព្រះអង្គទ្រង់សម្ដែងថាត្រូវតែគោរពកោតក្រែងចំពោះអ្នកដែលមានការចម្រើននៅគុណណាលោកយាយហើយអ្នកចម្រើននៅគុណវិបស្សនាមេផលព្រះនិព្វានគឺព្រះសម្មាសម្ពុទ្ធព្រះបច្ចេកពុទ្ធអរិយបុគ្គលព្រមទាំងកល្យាណពុទ្ធជននឹងត្រូវតែកោតក្រែងដូច្នោះសូម្បីតែជួបជាមួយនឹងលោកក៏ស្គាល់ការគួរក្នុងការជួបស្គាល់ខណៈនៃការស្ដាប់នៅធម្មិកថាហើយស្ដាប់នៅសុភាសិតដទៃទៀតដោយគោរពអញ្ចឹងដើម្បីឲ្យបានសិលដោយម្ដេចមាយាទដោយម្ដេចចម្រើននៅអំពើនឹងឯងដោយម្ដេចតលតែមកសេពគប់នឹងសពអរោះយល់ទេយាយចាន់យល់សេពគប់នួយសពអរោះហើយស្ដាប់ធម៌សពបរោះហើយស្ដាប់នឹងយ៉ាងម៉េចគោរពកោតក្រែងហ្នឹងគោរពមែនទេណាហ្នឹងហើយស្ដាប់នឹងក៏ស្ដាប់ដោយគោរពទៀតណានឹងព្រះអង្គទ្រង់សម្ដែងនៅចំណុច2ហ្នឹងគឺសេពគប់សពរោះនិងស្ដាប់នៅធម៌សពរោះណាលោកយាយហ្នឹងបន្តមកទៀតបុគ្គលគួរធ្វើការរឹងត្អឹងឲ្យជ្រះស្រឡះតើកាលដែលមិនតាន់បានជួបព្រះសម្មាសម្ពុទ្ធឬក៏អរិយបុគ្គលមិនតាន់បានស្ដាប់នៅធម៌របស់ព្រះអង្គទេតើយើងនឹងជាបុគ្គលទន់ភ្លន់ឬក៏រឹងត្អឹងមែនទេរឹងត្អឹងណានិយាយចាន់រួចឃើញទេរឹងត្អឹងទៅដោយអីបានជារឹងត្អឹងដោយអកុសលធម៌នៅក្នុងចិត្តសន្តានរបស់យើងដោយអំពើដែលជាទុច្ចរិតមានកាយទុច្ចរិតវិច័យទុច្ចរិតមេនោទុច្ចរិតមែនទេលោកយាយចាន់រួចកាលណាយើងស្ថិតនៅក្នុងអំពើទាំងអស់នឹងអកុសលធម៌ទាំងអស់នឹងឈ្មោះថាយើងជាអ្នករឹងត្អឹងមែនទេដល់ទៅជើមកជួបនឹងព្រះសម្មាសម្ពុទ្ធស្ដាប់នៅធម៌របស់ព្រះអង្គរឹងត្អឹងទៀតឬក៏ទន់ភ្លន់នឹងឯងត្រូវតែទន់ភ្លន់ហើយទន់ភ្លន់នឹងឯងរបស់សម្ដែងថាកប់បីជាអ្នកញ៉ាំងនៅសេចក្តីរឹងត្អឹងឲ្យជ្រះស្រឡះរឹងត្អឹងនឹងបាលីព្រះអង្គហៅធម្មភៈគេថាធម្មភៈជាអកុសលជាឧបកិលេសណានិយាយចាន់រួចហើយធម្មភៈរឹងត្អឹងនេះតលទៅសោតាបតិមៈសោតាបតិមៈបានលះបានណាលោកយាយហ្នឹងហើយបើសិនជាបើយើងទន់ភ្លន់ហើយប្រព្រឹត្តបន្ទាបខ្លួនហើយចូលទៅកាន់សំណាក់គ្រូតាមកាលគួរក៏បីរលឹករឿយទាំង
ប្រព្រឹត្តដោយប្រពៃនៅអត្តនៃសភានៃភាសិតធម៌សិលនិងព្រហ្មចារ្យដ៏សេះដែលគ្រូសំដែងអញ្ចឹងយើងត្រូវស្ដាប់ដើម្បីឲ្យបានយល់អត្តណាលោកយាយយល់អត្តនិងធម៌ស្ដាប់នៅរឿងសិលស្ដាប់នៅរឿងព្រហ្មចារ្យដែលគ្រូបានសំដែងអញ្ចឹងព្រះអង្គទ្រង់សម្ដែងនៅព្រះធម៌ប្រាប់យើងសិតតែជ្រៅទៅដោយអត្តជ្រៅទៅដោយព្យញ្ជនៈធម៌ហ្នឹងសំដៅយកព្យញ្ជនៈណាលោកយាយហើយព្រះអង្គទ្រង់សម្ដែងអំពីរឿងសិលព្រះអង្គទ្រង់សម្ដែងអំពីរឿងព្រហ្មចារ្យការប្រព្រឹត្តដ៏ប្រសើរណាលោកយាយនេះគឺសិតតែព្រះអង្គសម្ដែងតើយើងត្រូវមានសិលដូចម្ដេចមានមាយាទដូចម្ដេចចម្រើននៅអំពើដូចម្ដេចគឺព្រះអង្គទ្រង់សម្ដែងថាត្រូវមកសែបគប់ជាមួយនឹងសប្បុរសស្ដាប់ធម៌សប្បុរសដោយគោរពណាលោកយាយហើយស្ដាប់ធម៌នឹងស្ដាប់ដើម្បីបានយល់បានចេះដឹងហើយនឹងអប់រំមិនស្ដាប់ដោយការរឹងត្អឹងទៅជិះអីនឹងចំពោះធម៌ដែលយើងស្ដាប់នឹងទេព្រមទាំងគោរពចំពោះសប្បុរសដែលជាអ្នកសម្ដែងនៅពធហ្នឹងយល់ទេអញ្ចឹងការស្ដាប់ធម៌ត្រូវមកស្ដាប់ឲ្យដឹងអត្ថការស្ដាប់នៅពធគឺស្ដាប់ឲ្យដឹងជំរឿនៃព្យញ្ជនៈឲ្យដឹងអំពីរឿងសិលឲ្យដឹងអំពីរឿងការប្រព្រឹត្តដ៏ប្រសើរគឺព្រហ្មចារ្យណាលោកយាយហ្នឹងព្រះអង្គទ្រង់សម្ដែងតទៅទៀតថាបុគ្គលគួរជាអ្នកមានធម៌ជារីករាយត្រេកអរនៅក្នុងធម៌ស្ថិតនៅក្នុងធម៌ចេះវិនិច្ឆ័យនៅធម៌មិនគួរប្រព្រឹត្តនៅពាក្យដែលប្រទុះចំពោះធម៌ក៏បីញ៉ាំងកាលឲ្យអស់ទៅដោយសុភាសិតទាំងឡាយដែលពិតអញ្ចឹងការស្ដាប់នេះត្រូវស្ដាប់ដោយពេញចិត្តត្រេកអរណាឃើញស្ដាប់នៅក្នុងធម៌ដែលព្រះអង្គទ្រង់សម្ដែងនោះឃើញស្ដាប់ហើយត្រូវស្ថិតនៅក្នុងធម៌ទៀតដើម្បីស្ដាប់ហើយស្ថិតនៅក្នុងធម៌បានសេចក្តីថាម៉េចព្រះអង្គទ្រង់សម្ដែងថាត្រូវត្រេកអរក្នុងការស្ដាប់ត្រូវស្ថិតនៅក្នុងធម៌ស្ថិតនៅក្នុងធម៌ហ្នឹងបានអីថាម៉េចស្ដាប់ហើយស្ថិតនៅក្នុងធម៌ឆៃលៀងស្ដាប់ហើយស្ថិតនៅក្នុងធម៌ស្ដាប់យ៉ាងម៉េចស្ដាប់ដោយចិត្តសមាធិយល់ទេចាបើស្ដាប់ធម៌ចិត្តអត់ជាសមាធិទេចាំធម៌ដែលស្ដាប់នឹងដែរអត់ទេចាប់អត់បានទេរាយមាយអីហើយបើរាយមាយស្ដាប់មិនបានហើយបានអីនឹងពិចារណាអត់យល់ទេចាអញ្ចឹងត្រូវមានសេចក្តីត្រេកអរពេញចិត្តនៅក្នុងធម៌ដែលបានស្ដាប់ហើយស្ថិតនៅក្នុងធម៌ទៀតស្ថិតនៅក្នុងធម៌គឺមានអារម្មណ៍មូលក្នុងការស្ដាប់ដើម្បីចងចាំដោយលោកយាយច័ន្ទរួតទាំងបល័យផងទាំងសម្រាយផងហើយមិនដឹងជាសូត្រប្រហែលថ្ងៃគឺសូត្រប្រហែលយប់ទៅលោកយាយច័ន្ទរួតចាំទាំងបល័យផងទាំងសំរាយផងហ្នឹងហើយកាលណាយើងស្ដាប់ផងស្ថិតនៅក្នុងធម៌ផងអញ្ចឹងមានការចងចាំហើយត្រូវវិនិច្ឆ័យឃើញទេពិចារណានៅធម៌ហើយបើពិចារណាទៅធម៌ហើយព្រះអង្គទ្រង់សម្ដែងថាមិនក៏បីពទុះ
ចំពោះធម៌គ្រប់កាលឡើយត្រូវញ៉ាំងធម៌នឹងឲ្យប្រព្រឹត្តទៅគ្រប់កាលញ៉ាំងធម៌ឲ្យប្រព្រឹត្តទៅយ៉ាងម៉េចគឺប្រតិបត្តិតាមយល់ទេអញ្ចឹងប្រតិបត្តិតាមហ្នឹងគឺប្រតិបត្តិតាមគ្រប់កាលទាំងពួងដោយសុភាសិតទាំងឡាយដែលមានពិតអញ្ចឹងព្រះអស់ដែលព្រះអង្គទ្រង់សម្ដែងនេះគឺសម្ដែងអំពីសភាវៈពិតមិនអញ្ចឹងដូចជាភ្នែកពិតដែរលោកយាយណារូបប៉ះផ្ទុកជាមួយនឹងភ្នែកពិតដែរចក្ខុវិញ្ញាណកើតឡើងពិតដែរពិតដូច្នោះត្រូវស្ដាប់នៅពធណាមកកំណត់នៅធម៌នឹងឯងគ្រប់កាលដែលជាសុភាសិតដែលព្រះអង្គទ្រង់សម្ដែងអំពីសេចក្តីពិតដោយសភាវៈណាទៅជានឹងបុគ្គលគួរលះបង់នៅការសើចចាប់ពីថ្ងៃនេះទៅកុំសើចការរីករាយការចរចាឥតប្រយោជន៍ការខ្សឹកខ្សួលការបន្ទុះការធ្វើមាយាការកុហកការជាប់ចិត្តការប្រកាន់ការប្រណាំងប្រជែងសម្ដីអាក្រក់ទឹកអំជាប់គឺរាគៈតិកិលេសនិងការជ្រុកទៅដោយតណ្ហាក៏បីជាបុគ្គលប្រាជ្ញាសេចក្តីស្រវឹងមានចិត្តស្ថិតនៅមកអញ្ចឹងព្រះអង្គហាមសម្បើមណាសូម្បីតែការសើចលេងការនិយាយគ្នាឥតប្រយោជន៍ព្រះអង្គហាមដែររហូតដល់ការកុហកការជាប់ចិត្តការប្រកាន់ប្រណាំងប្រជែងគឺសរុបសេចក្តីមកត្រូវធ្វើជាបុគ្គលដែលប្រាជ្ញានៅសេចក្តីស្រវឹងហើយមានចិត្តស្ថិតនៅមាំស្ថិតចិត្តស្ថិតនៅមាំហ្នឹងស្ថិតនៅក្នុងធម៌ដែលបានពិចារណាឃើញតាមសេចក្តីពិតហើយអញ្ចឹងមានការចម្រើននៅវិបស្សនាដែរមានការចម្រើននៅវិបស្សនាសេចក្តីនឹងលោកយាយច័ន្ទរស់អញ្ចឹងសរុបសេចក្តីមកត្រូវធ្វើសិលដូចម្ដេចត្រូវមានមាយាទដូចម្ដេចត្រូវមានការចម្រើននៅអំពើទាំងឡាយដូចម្ដេចដែលធ្វើខ្លួនយើងស្ថិតនៅក្នុងព្រះសាសនានេះដ៏មមួនហើយនឹងជាអ្នកទទួលនៅប្រយោជន៍ដ៏ខ្ពង់ខ្ពស់មានមគ្គផលនឹងព្រះនិព្វានព្រះអង្គសម្ដែងថាត្រូវមានការសែបគប់ជាមួយសពរោះឃើញទេនេះខ្ញុំសរុបលោកយាយច័ន្ទរស់សែបគប់ជាមួយសពរោះហើយសែបគប់ហ្នឹងគឺសែបគប់យ៉ាងម៉េចដែលឈ្មោះថាសែបគប់គ្រាន់តែអង្គុយមើលមុខគឺត្រូវស្ដាប់នៅធម៌របស់សពរោះយល់ទេចា៎ការស្ដាប់នៅធម៌របស់សពរោះហ្នឹងស្ដាប់ដោយគោរពស្ដាប់ហើយស្ថិតនៅក្នុងធម៌ចងចាំនៅធម៌ដែលយើងបានស្ដាប់កាលណាយើងចងចាំបានស្ដាប់ហើយយើងពិចារណានៅធម៌នោះយល់ទេចា៎កាលណាពិចារណានៅធម៌នោះប្រកបជាយើងបានយល់អត្តយល់ភ្ជញ្ញៈយល់អំពីរឿងសិលយល់អំពីរឿងការប្រព្រឹត្តនៅព្រហ្មចរិយធម៌ដោយការដែលយើងវិនិច្ឆ័យនៅធម៌ដែលយើងបានចងចាំនោះណាលោកយាយអញ្ចឹងត្រូវថារឿងការស្ដាប់នៅពធនោះគឺស្ដាប់ដោយគោរពនោះគឺស្ដាប់ដោយស្ថិតនៅក្នុងធម៌ក្នុងការចងចាំនៅធម៌ទាំងឡាយដែលព្រះអង្គទ្រង់បានសម្ដែងហើយយកមកពិចារណាឲ្យដឹងអត្ថពិចារណាឲ្យដឹងធម៌នោះសំដៅយកភ្ជញ្ញៈណាលោកយាយហើយស្ដាប់ពិចារណាឲ្យដឹងថានេះកន្លែងនេះគឺជាសិលនេះកន្លែងនេះជាការប្រព្រឹត្តព្រហ្មចរិយធម៌យល់បានទេចា៎ការប្រព្រឹត្តព្រហ្មចរិយធម៌នេះបើអត់មានសិលទេប្រព្រឹត្តព្រហ្មចរិយធម៌បានដែរព្រះអង្គគ្រូរតនីមិញណាអត់មានសិលទៅទៅរ
វិបស្សនាមកពីណាហ្នឹងហើយសិលហ្នឹងមានអកុសលកម្មបទមានកុសលកម្មបទហ្នឹងជារបងហើយចុះបើលបងហ្នឹងវារហែកវារត់រាយហើយចឹងតំណាំឬក៏បន្លែនៅក្នុងរបងហ្នឹងរឿងអីនឹងនៅគង់បានយូរបើរបងហ្នឹងវាខូចបាក់បែកអស់ហើយណាយ៉ាងណាសិលរបស់យើងគឺមានកុសលកម្មបទទាំង10នឹងឯងជារបយល់លេងចឹងដូចយេហើយកាលណាយើងយល់នៅអត្តយល់នៅភ្ជញ្ជនៈដែលព្រះអង្គសម្ដែងហើយយើងត្រូវយល់អំពីរឿងថាអាត្មាអញត្រូវមានរបដើម្បីថែរក្សានៅសិលឲ្យបរិសុទ្ធណាលោកយាយកាលណាបានសិលបរិសុទ្ធហើយមានទិដ្ឋិត្រឹមត្រូវត្រង់ហើយបានមកចម្រើននៅវិបស្សនាចម្រើននៅសតិប្បដ្ឋានដើម្បីជាប្រយោជន៍ដល់ខ្ពង់ខ្ពស់មគ្គផលនិងព្រះនិព្វានអញ្ចឹងក្នុងសាសនានេះដែលអាចតាំងមមស្ថិតនៅមមមួននៅក្នុងសាសនានេះបានតលតែសេពគុសបរោះស្ដាប់នៅធម៌សបរោះហើយមានយោនិសោមនសិការៈប្រព្រឹត្តនៅធម៌សំគួរដល់ធម៌ដែលព្រះអង្គទ្រង់បានសម្ដែងហើយយើងបានស្ដាប់ពិចារណាដឹងនៅអត្តពិចារណាដឹងនៅធម៌ពិចារណានៅសិលបរិសុទ្ធឬក៏មិនបរិសុទ្ធហើយប្រព្រឹត្តនៅព្រហ្មចរិយធម៌ដែលជាដំណើរញ៉ាំងឲ្យមគ្គផលនិងព្រះនិព្វាននឹងឯងបានសម្រេចនេះក្នុងសេចក្តីដែលលោកយាយបានរតនាហ្នឹងចា៎អញ្ចឹងយើងជួបពុទ្ធសាសនាគ្រាន់តែមកវត្តឬក៏ដើម្បីមកស្ដាប់នៅធម៌ឃើញទេអត់មានគ្រាន់តែមកទៅវត្តទេគឺយើងនៅក្នុងពុទ្ធសាសនាយើងត្រូវមកវត្តដើម្បីស្ដាប់នៅពធមែនទេហើយកាលណាស្ដាប់នៅពធហើយយើងត្រូវចងចាំហើយយើងយកធម៌ដែលព្រះអង្គបានសម្ដែងយើងចងចាំហ្នឹងមកពិចារណាឲ្យដឹងអំពីផ្លូវនឹងមិនមែនជាផ្លូវណាលោកយាយហ្នឹងអញ្ចឹងត្រូវមកស្ដាប់ហើយត្រូវឲ្យយល់ក្នុងអត្តនិងភ្ជញ្ជនៈដែលព្រះអង្គសម្ដែងហើយនឹងប្រតិបត្តិតាមមានវិបស្សនាសមថៈអីជាដើមណាលោកយាយច័ន្ទរតសូមអនុមោទនានឹងសំណួរនឹងសង្ខេបប៉ុណ្ណឹងសិននៅវែងទៀតក៏តែសរុបសេចក្តីមកអាចចាប់បានណាលោកយាយរតច័ន្ទរតនឹងត្រូវតែមកវត្តភ្នំបាក់លើផងដើម្បីស្ដាប់នៅពធផងស្ដាប់នៅពធហើយចងចាំផងចងចាំហើយពិចារណានៅអត្តនិងភ្ជញ្ជនៈនៃធម៌ដែលព្រះអង្គទ្រង់សម្ដែងដឹងអំពីថាសិលដូចយ៉ាងនេះការប្រព្រឹត្តនៅព្រហ្មចរិយធម៌ណាយ៉ាងនេះកាលណាដឹងច្បាស់ហើយយល់ច្បាស់ហើយនឹងយើងធ្វើតាមឲ្យបុគ្គលជាអ្នកមានសិលបរិសុទ្ធហើយប្រព្រឹត្តប្រតិបត្តិតាមបដិបទាដែលព្រះអង្គទ្រង់បានសម្ដែងនេះបានយើងអាចស្ថិតនៅក្នុងពុទ្ធសាសនានឹងមមមួនហើយនឹងទីបំផុតនឹងបាននៅប្រយោជន៍ដ៏ខ្ពង់ខ្ពស់គឺមគ្គផលនិងព្រះនិព្វានសូមអនុមោទនាហើយលោកមេសាកសួរអំពីរឿងវិបស្សនាញាណ16នេះហើយគិតសម្ដែងទាំង16ហ្នឹងអូយច្រើនណាស់ហ្នឹងហើយវិបស្សនា16ហ្នឹងគឺត្រង់ដែលព្រះអង្គសម្ដែងថាអ្នកឯងត្រូវស្ដាប់នៅពធដើម្បីឲ្យយល់អាចដើម្បីឲ្យយល់នៅខ្ញុំជញ្ជនៈឲ្យដឹងថាអ្វីដែលជាសិលបរិសុទ្ធមិនបរិសុទ្ធរួចហើយមកប្រព្រឹត្តព្រហ្មចរិយធម៌មានវិបស្សនា16ដែរយល់ទេចឹងហ្នឹងហើយវិបស្សនា16នេះ
vipassana tí mũi cứ ấy là mẹ chả niệm rupa paricheta nhiên niệm rupa paricheta nhiên cứ chỉ nhiên muối bẩm bay rup sen niệm sen vô lấy bà cứ gì nhiên muối để bẩm bay rup sen niệm sen bẩm bay tranh pi nà bẩm bay tranh ẩm pi ca để dân vô tha ní chia thama ai ní chia rồi bỏ ai ní chia luôn ai bẩm bay tranh vì anh ai cả na dân ở bẩm bay tranh chia rú chia niệm tế vì nơi ta rồi bỏ ai dân ai vì nơi ta chia ai vì nơi ta chia luôn rồi bỏ ai chẳng ai cả na tận nơi mi sập hiệp chết cứ việc thách ở trong sập hiệp dưỡng vô không ông bí sĩ cái đây bết đại bảo ông trốn xóm sầm đài bảo ông trốn sầm đài nê bảo ông trốn sầm đài rupa rom để trêu pa tục nâng nê bảo ông trốn sầm đài chạ khổ vinh nhiên cả là bảo ông trốn sầm đài chạ khổ sầm phò bảo ông trốn sầm đài về tình nia để cả là chia sốc rồi có chia tục rồi có chia tục không mà sốcอาศัยโดยจักโคซ้อมสมพอตั้งอนิสิตแต่พระองค์สำแดงดำไปเอาเยอะเคยหนึ่งดังตามสิ่งใดปิดอยู่เล่นจ้ะแต่อะไรนึกยังวิตอนดังปิดจังบัดดำไปดังปิดบ้านจุ่มปัวพันเนจุ่มปัวรูปจุ่มปัวจักโควิญญาณจุ่มปัวจักโคสมพอจุ่มปัวเวทนาในการล้างออกปีจักโคสมพอต่อแต่เยอะเมาเมียนเย็นดำไปผมใบทอต่างอ่อนนั้นไอ้ตื้อจีรูปทอนั้นเนียมาทอนับต่อเนื่องจ้ะไอ้การผมใบในรูปทอนั้นเนียมาทอนิบ้านผมใบดอยไอ้ได้ไอ้ผมใบบ้านผมใบดอยไอ้ใช่เลียนผมใบดอยไอ้ผมใบดอยวิปัสสนาบ้านใบบกรอนแต่ยืนนึกกึศอะใบเย่ต่อแต่วิปัสสนาเยียนบ้านใบบานโดยเจสวาบ้านโด่งใช่ผมใบบานเด้มินทวินผมใบไอ้บานอยู่เล่นเจอbây giờ bạn đốn nhưng không phải bạn để ở không phải đời xa miền ấy nên đời xa miền pan nhà mình chứ hay không phải bạn đời khám bài đẹp nè vừa to là miền có bất ấy đang phụ thờ mà nó bạn không phải bạn nè có bất phụ thờ nó cứ smile đằng nhiệt nè vừa lên chứ nhiên nâng để á chô tôi cũng bay nơi khẽ nẹ xanh nhà để xung co thả anh khơi bỏ anh khơi nâng cứ luôn anh nẹ khơi ai có bay ở nâng bán tỏ tới nhiên thân nạ vipassana nhiên thân nạ vipassana tì muối từ miền vô nị sao mà nè sakara nó chạy liếng tì muối đó ní đầm bay bầm bay vậy đó bầm bay tam chạ khổ thuyền thì thấy vậy đó để miền phê miền ru miền chạ khổ vị nhiên miền chạ khổ sông phó miền về tình nghĩa để cả ông bị chạ khổ sông phó chẳng như chạp bầm bay vậy bầm bay ở trong tin nít dương từ dục về bút đi ca để dương bàn sắp đáp đầm bay dục máu thưa túc trong chất ở bàn là ỏ tì muối miền miền nô thuy riêu chân hạ chật cắt phát đách sai phèo vẹn đào dô nị sao mê nê sơ ca ra thưa tục trong chất tròn chạ khổ thuy ra vì thầy chất để công pungประกอบchia ba chợ bọn pro dương chạp bấm báy chạ khổ thuy ra vì thầy chất nó là gì họ bàn rủi hái miền miệng nô thuy riêu chân hạ chất cắt đách sai về vén đào dô nị sau mình sơ cà rá thưa túc không chất
ត្រង់ធម៌ដែលជាទីប្រជុំកើតឡើងនៃទ្វេណាឆៃលៀងអចក្ខុទ្វេវិធ័យចិត្តហ្នឹងជាការប្រជុំនៅធម៌ដែលជាទ្វេជាអីទៀតវត្ថុអីទៀតអារម្មណ៍ហើយនឹងវិធ័យចិត្ត4ណាឃើញទេទី2ចំណុចទី2ហ្នឹងគឺថាមានយោនិសោមនសិការៈធ្វើទុកក្នុងចិត្តត្រង់ការប្រជុំនៃធម៌ដែលមានទ្វេវត្ថុអារម្មណ៍និងវិធ័យចិត្តយល់ទេចឹងចក្ខុទ្វេវិធ័យចិត្តព្រះអង្គទ្រង់សម្ដែងថាមានអីជាទ្វេមានចក្ខុប្រសាទអត់មានយើងទេណាលោកមាឃើញទេចក្ខុទ្វេវិធ័យចិត្តព្រះអង្គទ្រង់សម្ដែងថាមានអីជាវត្ថុមានចក្ខុប្រសាទនិងហត្តយវត្ថុចក្ខុប្រសាទនិងហត្តយវត្ថុជាយើងដែរអត់ទេយល់ទេចឹងតើចក្ខុទ្វេវិធ័យចិត្តមានអីជាអារម្មណ៍មានរូបមកជាអារម្មណ៍មែនទេរូបហ្នឹងគឺមិនមែនជាសត្វបកគល់វាគ្រាន់តែជាវណ្ណៈដែលមកប៉ះផ្ទុកជាមួយនឹងចក្ខុប្រសាទដើម្បីឲ្យចក្ខុវិញ្ញាណឃើញតែប៉ុណ្ណោះយល់ទេដែលមិនមែនជាយើងយល់ទេចឹងចក្ខុទ្វេវិធ័យចិត្តមានអីជាវិធ័យចិត្តមានមនោធាតុជាវិធ័យចិត្តមានចក្ខុវិញ្ញាណជាវិធ័យចិត្តមានចក្ខុមានមនោវិញ្ញាណធាតុជាវិធ័យចិត្តណាលោកយាយអានឹងចំណុចទី2ឆៃលៀងបានចូលចំណុចទី3ត្រូវកាត់ខ្សែរវាងដោយមនោទ្វេរិជនៈចិត្តតទៅទៀតដោយយោនិសោមនសិការៈប្រមូលមិញហ្នឹងទ្វេផងវត្ថុផងអារម្មណ៍ផងវិធ័យចិត្តផងប្រមូលណាជារូបធម៌ប្រមូលតាមរូបធម៌ណាដែលជានាមធម៌ប្រមូលតាមនាមធម៌ណាចៃលៀងដោយអីវ៉ៃវ៉ាន់ចៃលៀងឯងលក់រាល់ថ្ងៃហ្នឹងឯណាស៊ីម៉ងយើងដាក់តាមស៊ីម៉ងមិនអញ្ចឹងណាដែលជាថ្មយើងដាក់តាមថ្មខ្សាច់យើងដាក់តាមខ្សាច់ឈើយើងដាក់តាមឈើគ្រឿងក្រៅអ្វីសិតតែយើងរៀបចំតាមក្រុមតាមកដប់របស់វាមួយមិនឲ្យច្រឡំគ្នាទេយល់ទេចឹងយ៉ាងណានៅពេលដែលមានយោនិសោមនសិការៈត្រង់ទ្វេត្រង់វត្ថុត្រង់អារម្មណ៍និងវិធ័យចិត្តហើយយើងចាប់ប្រមូលដាក់តាមកដប់អាណាដូចគ្នាយល់ទេចឹងរូបធម៌ដាក់តាមរូបធម៌នាមធម៌ប្រមូលទុកជានាមធម៌អញ្ចឹងចូលចំណុចទី3គឺមនោទ្វេរិជនៈចិត្តកាត់ផ្ដាច់ខ្សែវាវាំងដោយយោនិសោមនសិការៈធ្វើទុកក្នុងចិត្តត្រង់រូបធម៌មួយនិងនាមធម៌មួយក្នុងចក្ខុទ្វេវិធ័យចិត្តអញ្ចឹងខណៈដែលកំពុងឃើញគឺមានតែរូបធម៌និងនាមធម៌តែប៉ុណ្ណោះប៉ុន្តែរូបធម៌និងនាមធម៌នៅក្នុងទីនេះគឺដោយវិជ្ជមានបញ្ញត្តិគឺយើងពិចារណាទៅតាមអ្វីដែលព្រះអង្គទ្រង់បានប្រាប់យើងដល់ចំណុចទី4នេះចំណុចហ្នឹងគឺចំណុចសំខាន់ណាស់មិនត្រូវទុកឃើញត្រឹមតែរូបធម៌និងនាមធម៌ដោយវិជ្ជមានបញ្ញត្តិទេត្រូវឃើញរូបធម៌ដោយជាសភាវៈបរមត្ថត្រូវឃើញនាមធម៌ដោយជាសភាវៈបរមត្ថអត់ត្រូវមកដឹងត្រឹមតែរូបធម៌និងនាមធម៌ដែលជាវិជ្ជមានបញ្ញត្តិទេយល់អ្នកណាដែលដឹងរូបធម៌ជាសភាវៈបរមត្ថធម្មជាតិណាដែលដឹងនៅនាមធម៌ជាសភាវៈបរមត្ថគឺបញ្ញាអញ្ចឹងនៅក្នុងចំណុចក្រោយនេះមនោទ្វេរិវិជនៈចិត្តកាត់ផ្ដាច់ខ្សែវាវាំងដោយយោនិសោមនសិការៈញ៉ាំងបញ្ញាកើតឡើងកន្លែងហ្នឹងបើមានបញ្ញាហើយមានសតិដែរមានក៏តែយើងនិយាយថាបញ្ញាទេណាមានយោនិសោមនសិការៈញ៉ាំងបញ្ញាឲ្យកើតឡើងព្រោះបញ្ញាគេអ្នកស្គាល់បញ្ញាកើតឡើងកំណត់នៅរូបធម៌ជាធាតុមិនដឹង
យល់ទេចឹងហើយមានយោនិសោមនសិការៈញ៉ាំងបញ្ញាឲ្យកើតឡើងកំណត់នៅនាមធម៌ជាធាតុដើមដែលមានផាសៈជាគម្រប់5ឬក៏មានវេទនាជាគម្រប់5ឬក៏មានចិត្តជាគម្រប់5យល់ទេឃើញបែកជារូបធម៌និងនាមធម៌ដោយសភាវៈបរមត្តដែលមិនជាយើងអញ្ចឹងបញ្ញាខណៈនឹងគឺជាបញ្ញាដែលយើងបានឃើញថាអត់មានយើងនេះជាទូវិបស្សនាញាណណាលោកមេយល់ទេអញ្ចឹងកាលណាបញ្ញាដើរតួជាវិបស្សនាញាណអញ្ចឹងបញ្ញាមានមុខសញ្ញា2ជាសមាទិដ្ឋិផងជាវិជ្ជាផងសមាទិដ្ឋិលះបង់នៅមិច្ឆាទិដ្ឋិហើយវិជ្ជាលះបង់អីអវិជ្ជានឹងតណ្ហាដែលជាឫសគល់នៃវត្តដាក់បើអវិជ្ជានឹងតណ្ហាជាឫសគល់នៃវត្តដាក់មិនមានទេភពថ្មីទៀតមានដែរអត់មានខណៈដែលវិបស្សនាកំពុងតែកើតហើយនិយាយជារត់នេះឯងដែលជាផ្លូវដើម្បីរួចផុតចាកទុក្ខទាំងពួងបានសូមអនុមោទនានឹងសំណួរអង្គគ្រូរតនាទៀតមានសំណួរដែរអត់ណាខ្ញុំសួរទៀតហ៎ខ្ញុំមានសំណួរទៀតអត់ហើយបងជឿនសាកសួរពីរឿងករណីយមត្ថកុសលេននេះយន្តតាំងសន្តាំងបទាំងអភិសមេចៈពុជូអតេមេនេឧកោមើលសិនកណាភិសមេចៈសកោឧកោហ៎បកោហ៎នឹងសិសកោឧជូចៈសុឧជូចៈសុវេចោចាសៈមុទុអនតិមានីនឹងជាដើមព្រះអង្គទ្រង់សម្ដែងថាកិច្ចណាករណីកិច្ចណាកិច្ចនៅក្នុងទីនេះសម្ដៅកិច្ចរបស់ព្រះអរិយៈកិច្ចណាដែលព្រះអរិយៈបានត្រាស់ដឹងឃើញទេកិច្ចនេះគឺជាកិច្ចត្រាស់ដឹងរបស់ព្រះអរិយៈត្រាស់ដឹងនៅអីនៅបទដ៏ស្ងប់រងាប់គឺព្រះនិព្វានយល់អញ្ចឹងកិច្ចណាដែលព្រះអរិយបុគ្គលបានត្រាស់ដឹងនៅសេចក្តីនៅបទគឺសេចក្តីស្ងប់រងាប់គឺព្រះនិព្វានបានធ្វើហើយកិច្ចនោះបុគ្គលឬក៏កុលបុត្រអ្នកឆ្លៀសក្នុងប្រយោជន៍គួរធ្វើអញ្ចឹងយើងរាល់ថ្ងៃនេះនេះកុលបុត្រដែលជាអ្នកឆ្លៀសកុសលេអ្នកហ្នឹងប្រែមកទៅឆ្លៀសណាកុលបុត្រដែលជាអ្នកឆ្លៀសនៅប្រយោជន៍នៅក្នុងទីគឺអីមេផលនៅព្រះនិព្វានជាពិសេសគឺមេ4ណាអ្នកណាដែលមានសេចក្តីឆ្លៀសនៅក្នុងមេទាំង4ហ្នឹងត្រូវតែធ្វើកិច្ចរបស់ព្រះអរិយៈហ្នឹងត្រូវតែធ្វើអញ្ចឹងយើងរាល់ថ្ងៃដែលជាពុទ្ធបរិស័ទដែលជាសាវករបស់ព្រះអង្គទាំងកុហកទាំងបុព្វជិតកិច្ចរបស់ព្រះអរិយៈយើងត្រូវធ្វើដែរអត់កិច្ចរបស់ព្រះអរិយៈត្រូវធ្វើដែរអត់
មែនកិច្ចរបស់ព្រះអរិយណាយើងត្រូវធ្វើដែរអត់នឹងឲ្យត្រូវតែធ្វើតាមយល់ទេអញ្ចឹងត្រូវតែធ្វើតាមពីព្រោះព្រះអរិយលោកបានត្រាស់ដឹងនៅបទដ៏ស្ងប់រងាប់គឺព្រះនិព្វានហើយយល់ទេអញ្ចឹងយើងដែលអ្នកឆ្លៀសពាក្យថាអ្នកឆ្លៀសហ្នឹងគឺជាអ្នកដែលប្រាថ្នាទៅកាន់ព្រះនិព្វានអ្នកដែលប្រាថ្នាប្រតិបត្តិនៅវិបស្សនាអ្នកដែលមានសេចក្តីប្រាថ្នាប្រតិបត្តិនៅក្នុងអរិយមគ្គប្រកបដោយអង្គ8ប្រការកិច្ចនឹងត្រូវតែធ្វើអញ្ចឹងអ្នកដែលចូលមកពុទ្ធសាសនានេះមិនបានធ្វើនៅកិច្ចដែលព្រះអរិយបានត្រាស់ដឹងទេគឺអត់រួចផុតចាកទុក្ខទាំងពួងបានទេយល់គ្រាន់តែមកវត្តអត់រួចផុតចាកទុក្ខបានទេគ្រាន់តែមានសិលអត់រួចផុតចាកទុក្ខបានទេតលតែមកបំពេញនៅកិច្ចដែលព្រះអរិយបុគ្គលបានត្រាស់ដឹងហើយបានអាចរួចផុតចាកទុក្ខទាំងពួងបាននេះសេចក្តីណាសិក្ខាប៉ុណ្ណាយល់ទេចាហ្នឹងចឹងមានសំណួរអីទៀតរតនានិមន្តហើយនឹងសូមអញ្ជើញគុណចាស់អរគុណចឹងញាតិញោមមានសំណួរអីទៀតទេសិនតែមានអាចសាកសួរបានណាព្រោះនៅណាក្រោមនឹងទៀតយ៉ាងម៉េចទៀតខ្ញុំយកមេក្រូទៅខ្ញុំហ្នឹងហើយនេះបុគ្គលគួរចម្រើនមេត្តាចិត្តអូមិនមានប្រមាណណាបុគ្គលគួរចម្រើនមេត្តាចិត្តមិនបាទមេត្តា2បរិទ្ធ2ហើយនៅអសុភ2មរណាសតិ2ឯណាចេះកន្លែងណាវិខុដែលនៅក្នុងព្រៃនេះមានមេត្តាដាក់លេខមើលអត្ថកថាហ៎ចាអាហាលោកគ្រូអូខ្ញុំមើលបតែបិដកហើយបងអញទៅសួរអត្ថកថាហើយនឹងចង់យល់ថាមេត្តាទីតើសំដៅលើមេត្តាយ៉ាងណាមេត្តា2គឺមេត្តាមួយជាលោកយៈឈានហើយនឹងមេត្តាមួយជាលោកកតរៈទាំងឈានទាំងលោកកតរៈហ្នឹងចុះព្រះបរិត្ត2ព្រះបរិត្ត2ដឹងស្អីព្រះបរិត្តការពារបញ្ជានៅសេចក្តីអន្តរាយអន្តរាយខាងក្នុងហ្នឹងហើយត្រូវហើយហើយស្អីទៀតប៉ុណ្ណឹងបានណាសួរតែប៉ុណ្ណឹងណាហ្នឹងហើយហ្នឹងអរគុណចេះនិមន្តព្រះអង្គគ្រូចឹងញាតិញោមស្ដាប់មកបាញ់បានច្រើនទៅតេតងទៅជាមួយនឹងមេត្តាសូត្រខ្ញុំជឿនសួរនៅក្នុងមេត្តាសូត្រករណីមេត្តាសូត្រតេតងនឹងធัวផ្សាយមេត្តាចិត្តហើយធัวនេះគឺបើប្រពៃណីរបស់អង្គខ្លះលោកយកទៅសូត្រពេលបន់ខ្មោចធัวហ្នឹងហ្នឹងប្រពៃណីយើងនិយាយប្រពៃណីប៉ុន្តែបើយើងសិក្សាក្នុងប្រសូតនេះគឺតេតងទៅជាមួយនឹងធัว
ការផ្សាយនៅមេត្តាព្រោះ ផ្សាយនៅមេត្តា ការផ្សាយនៅមេត្តាចិត្ត cái này ព្រោះការផ្សាយនៅមេត្តាចិត្តដល់សត្វនៅខាងចុងហ្នឹងមានច្រើនសត្វជើងច្រើនសត្វអត់ជើងសត្វអីហ្នឹងគឺមានការផ្សាយនៅក្នុងហ្នឹងប្រតិតទៅនឹងធัวផ្សាយនៅមេត្តាចិត្តព្រោះតាមធម្មតាកាលណាដែលយើងទៅនៅសង្ងំឬក៏នៅប្រតិបត្តិនៅក្នុងព្រៃវាមានសត្វសពគ្រប់បែបយ៉ាងហ្នឹងយោសត្វសាហាវសត្វស្លូតគឺមានទាំងអស់សត្វមានពឹសអត់ពឹសគឺមានទាំងអស់នេះយើងនៅក្នុងព្រៃសម្រាប់ភិក្ខុទាំងឡាយនេះលោកមានអធិស្ឋ័យក្នុងការបដិបត្តិពធัวដោយព្រះរេវតៈគ្រូហ្នឹងហើយ បាទ ព្រះរេវតៈលោកមានអធិស្ឋ័យមួយលោកបដិបត្តិក្នុងព្រៃគុគីព្រះរេវតៈបួសក្នុងសំណាក់ខុទាំងឡាយហើយលោកណាទៅបដិបត្តិនៅក្នុងព្រៃគុគីហ្នឹងហើយរហូតតលលោកបានសម្រេចជាព្រះរហន្តបានព្រះសម្មាសម្ពុទ្ធជាមួយនឹងបងប្រុសរបស់លោកព្រះសិរីបុត្រ cái này យាងមកសួរសុខទុក្ខមកអើតហើយកាលនោះមានប្រវត្តិចេះខ្ញុំប្រវត្តិមួយមាននិយាយតេតូននឹងព្រះសីវលីដែររឿងហ្នឹងណាដែលព្រះអង្គឲ្យព្រះសីវលីឲ្យរកព្រះសីវលីមកជាមួយនឹងរឿងនឹងព្រៃគុគីនឹងឯងរឿងតេតូននឹងព្រះរេវតៈហ្នឹងឯងហើយព្រះរេវតៈលោកមានអធិស្ឋ័យគឺចូលចិត្តនៅក្នុងព្រៃជាស្រ័យរបស់លោកហ្នឹងខ្ញុំអត់ចូលចិត្តនៅកុដិសាលាវិហារអីទេគឺលោកចូលចិត្តនៅក្នុងព្រៃទេជាស្រ័យរបស់លោកហើយព្រៃដែលលោកនៅហ្នឹងគឺអត់ស្រួលទេញោមគឺមានចន្រោមមានបលាមានថ្មមិនអីគឺថាលំបាកក្នុងការរស់នៅអញ្ចឹងលោកថ្ងៃនៅបដិបត្តិធัวនៅហ្នឹងសង្ងំដោយមានសេចក្តីសុខកើតឡើងពីការបង្អោនចិត្តទៅជ្រះនៅកិលេសក៏លោកមានសេចក្តីសុខនឹងកើតឡើងទៅគាត់ថាព្រះសម្មាសម្ពុទ្ធព្រះអង្គយាងមកហ្នឹង2ខែព្រោះមកគង់នៅព្រៃហ្នឹង2ខែប៉ុន្តែព្រះរេវតៈលោកដឹងថាព្រះអង្គយាងមកលោកមិននៅឲ្យនៅព្រៃណាលោកនិមិត្តកុដិសាលាវិហារពេញនឹងបងមិត្តកុដិសាលាវិហារហ្នឹងពេញព្រៃគុគីហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គមុនយាងមកព្រះអង្គឲ្យរកព្រះសីវលីព្រោះនេះហ្នឹងហើយព្រោះព្រះសីវលីលោកសម្បូរបុណ្យ cái này ណាព្រះសីវលីលោកទៅនៅតាណាក៏មិនខ្វះចង្ហាន់ឆាន់ដែរសម្បូរលៀបសក្ការៈខាងចង្ហាន់ហ្នឹងអញ្ចឹងព្រះអង្គឲ្យរកព្រះសីវលីមិនមែនថាបុណ្យព្រះសម្មាសម្ពុទ្ធមិនដល់ព្រះសីវលីទេប៉ុន្តែព្រះអង្គចង់បង្ហាញទេពេលហ្នឹងនោះចង់បង្ហាញថាចំណោមសាវកទាំងអស់គឺគ្មានអ្នកណាដែលបុណ្យខ្ពស់ជាងព្រះសីវលីទេផ្នែកខាងគេបូជាហ្នឹងទៅកន្លែងណាក៏មានគេបូជាអញ្ចឹងពួកទេវតាអ្នកធ្វើចង្ហាន់2ខែគោនៅហ្នឹងរយៈពេល2ខែក្នុងព្រៃគុគីហ្នឹងបានភិក្ខុទាំងឡាយមានភិក្ខុចាស់2អង្គលោកទៅឃើញកុដិស្អាតចាសុទ្ធតែកុដិថ្មខ្ញុំស្អាតហ្នឹងលោកថារេវតៈនេះមិនមែនមកបួសលះកិលេសទេគឺមកបួសសន្សំកិលេសតែហើយអត់មែនមកបួសរៀនធម៌ទេមកបួសកតសាងរោគ2អង្គហ្នឹងថាព្រះរេវតៈបួសតកសាងទេ
បានព្រះអង្គជ្រាបអធិស្ឋានមុនព្រះអង្គយាងចេញទៅព្រះអង្គធ្វើឲ្យសម្ដែងរដ្ឋធ្វើឲ្យភិក្ខុភិក្ខុនោះផ្លេចបាតនឹងឆាប់ផ្លេចបាតពេលមន់ទៅផុតបានហ្នឹងហើយមកសន្ទុះជាងទៅក៏ឲ្យនឹកឃើញវិញឲ្យត្រឡប់មកយកវិញហ្នឹងហើយត្រឡប់មកយកបាតវិញមកលើនេះមានកត់ណាយ៉ាងសក់ព្រៃសក់ដប់បានលោកភ្នាក់ខ្លួនរបស់លោកពីរអង្គភ្នាក់លោកភ្នាក់ខ្លួនអាត្មាលើចំណុចនេះមកចង់ភ្ជាប់ទៅជាមួយនឹងករណីអមេតសោតឬក៏មេតសោតហ្នឹងជាមួយខ្ញុំជឿថានិយាយតាក់ទងទៅជាមួយនឹងរឿងមេត្តាចិត្តហ្នឹងការផ្សាយមេត្តាចិត្តទៅរកសពសត្វនៅជុំវិញហ្នឹងបើជីវិតរបស់គុណចាស់គ្រប់ព្រះអង្គក្តីញាតិញោមក្តីមិនមានការផ្សាយមេត្តាចិត្តនេះទៅរកសពសត្វទេសត្វទាំងឡាយនោះឬក៏ពូអមនុស្សទាំងឡាយនោះអាចមកបៀតបៀនយើងបានណាខាងដើមថ្មលើកឡើងថាព្រោះអត់អីហ្នឹងហើយអត់អីគឺអត់សិលអត់សិលផងអីធម្មតាតែអត់សិលតែទៅមានមេត្តាចិត្តណាកើតឡើងញោមឃើញកំម៉ាំងហ្នឹងហើយមានមេត្តាចិត្តណាពេលខ្លះសំបីតែមករោគសិលឯនៅតែសំដែងអបភាឲ្យខ្លះដែរណាហ្នឹងហើយសាកមើលមកដើរទៅមើលឃើញលុយគេជ្រុះមកដុំមើលរើសទុកឲ្យគេអត់រើសទុកឲ្យអត់ហើយមានមេត្តារើសទុកឲ្យអត់ឃើញលុយជ្រុះមកដុំហ្នឹង$10,000 $20,000ហ្នឹងអូបានរើសទុកឲ្យទៅដាក់កាបូបទៅផ្ទះបាត់ហើយយ៉ាងមើលមើលកន្លែងហ្នឹងណាហើយដើរទៅឃើញមាសមកដុំមើលគិតថារើសទៅដើរដាក់មីក្រូបកគោប្រកាសរោមចាស់ហ្នឹងហើយថាអត់ទេឬក៏សត្វទាំងឡាយដតីផ្សេងដូចអាត្មាតែងលើកជំរាបប្រាប់ញាតិញោមដែរកន្លែងហ្នឹងបើអាត្មាមិនលើកឈ្មោះញាតិញោមទេនិយាយដាក់ឡាយអញ្ចឹងអត់លើកឈ្មោះទេហើយប៉ះពាល់ឈ្មោះគាត់ញោមគាត់ណែឆាតមកប្រាប់អាត្មាគាត់ថាគាត់ដេកយប់ឡើងខ្ទួយបន្តិចគាត់ញោមទួយតិចហ្នឹងដាក់មុងហើយណាញោមដាក់មុងដាក់ជើងមុងអីកតេលអីសំរុំហើយហ្នឹងទួយហ្នឹងវាតិចលើកទី1ឈួលមកឃើញបោះហ្នឹងរុញវាណាញោមរុញវាទៅឆ្ងាយបន្តិចទៅក៏សម្រានទៀតសម្រានមកវាតិចទៀតញោមហ្នឹងតិចទៀតអញអ្នកមានសិលហ្នឹងហើយមានសិលហ្នឹងហើយអត់ទេតន់ឈឺទេអញអ្នកមានសិលហើយមេត្តាចិត្តកើតឡើងក៏ណែយកឈើហ្នឹងឆ្កាស់តត់វាទៅឆ្ងាយទៅក៏ចូលមកដេកទៀតញោមដេកទៅខ្ទួយនឹងបន្តិចទៀតរឿងប៉ិតណាញោមហ្នឹងហើយខ្ទួយនឹងតិចទៀតលើកនេះយកដុំអត់បានដេញញោមហ្នឹងហើយយ៉ាងមើលមកលើកកន្លែងហ្នឹងមកហ្នឹងហើយដាក់មកដុំអត់ណាបើកែតិចហើយច្រើនថងពេកបើសិនតែមានមេត្តាចិត្តកើតឡើងសួរថាយកដុំអត់ទៅໄວខ្ទួយនឹងបានដែរបើសិនតែមានមេត្តាផ្សាយទៅរកសត្វខ្ទួយនឹងណាបងណាហ្នឹងហើយប៉ុន្តែអានេះវាមានមេត្តាណាញោមដំបូងគិតថាអញមានសិលលើកទី2អញឲ្យជីវិតហ្នឹងហើយលើកទី3មានណាមក3ដងទីនំអត់បានដាក់ញីលឹងខ្ទេចអស់ញោមឃើញទេបងយើងមើលណាចាប់បើចិត្តរបស់យើងនេះដែលរស់នៅនេះវាបែបហ្នឹងទៅក្នុងក្នុងព្រៃកើតអត់ផ្សាយទៅរកសពសត្វនឹងបានអត់ថាផ្សាយទៅរកសពសត្វមិនបានទេនឹងបើសិនតែចិត្តរបស់យើងអត់មានណានេះបានអាត្មាតែងលើកថាអបោសតមួយ
tiệt tôn nâng ở vàng kẹo bò sọt nghiêng thế nghiêng miên nè đại rợ xa ban đấy rương tha oi miên mê ta từng dọc từng ngày này mình nghiêng thế ngày pro mê ta dân sai tôi crop từ hết nhung bây giờ khi mà chi dân dân trong mê ta rồi kỳ đấy vậy đó bên tôi bật tu tọp tò thì lần quên đạp thô miền na kia mà chê mới miền mê tạp sai tàu ọt nó nhầm chuyển đó lại kia mà chê tẹt mới miền mê tà tàu ọt là tha miền ọt về khá ọt thuần bán mà thấy hàng nóng mình bật cọt thà ọt bàn là nhung việc phụ hàng nóng á nhung việc đôi tực cái nào để cầm pung tại đam hay biểu phục á bữa để từ cái đào để cái pung tại đam hay phục hình trôi khẳng á bữa anh lại nâng mình nghe thế nhận nhung thà ai nghe thì thà hai đôi mình đánh ban chơi về nghe thà một bị dân mình đã thưa rồi bọc na đại dân mình đã thưa cứ là bọc nó cứ mình ban một đội nghe thì mình về cho mua được cừu hàng đờm tịch tại thằng tiện tông rừng bay phải thằng đã thay với nó là đời dư tiền về được rú cất prap hóa mà chọc bàn vào mặt của thằng đã bỏ để pưng cái chân ảnh này đã bỏ để pưng cái vẫn cứ việc bạc này hay dân kích thay dân miền mây tá để cái bông tạp thô nó dân có anh ai thưa mây tá chặt bàn đó dạ mơ cồn thưa ấy khẳng tịch mơ chiều để tụi miền mây tài này mê ta và miền đặc trong prom mẹ hiện là thua ta oiแบบsai tàu can sọc sát cứ ọt thì mình nghe thế nhom cái này nâng á bên nè đây vợ hạt trong ca chấm ra nô mê ta ca dịch cam bị chơi cam mà nô cam này bán nè nô ai tụi xoay roti ngọc ngặt bàn vào trong prey đôi miền sạch chung vinh nâng ấy chỉ mệt phệ chỉ là sạch chung vinh nâng cứ chỉ mệt phệ sạch chung vinh nâng ấy chỉ nhiệt này dân oi mê ta đòi kế dân mình biết biến kế con mình biết biến giờ mình thấy xong ở chật bao dương nó về miền mê ta bất ở cọt nhỉ má còn oi mê ta ba đỉnh gì mê ta ba đỉnh giấy về kho pi mê ta để về miền mô bị kháng lỏng việc lư thla xa một bị nòng để nhôm về trong cả này giờ mét sốt bao nhiêu nè thua xài mê ta hay lỗ xài che sốt thua nằng tam tham ai trong nam mơ nó việc cho cái vô tập ra ta cam thì bon nói thế thua nằng rồi chờ sốt cả này nhưng đây choเลยbàn tay dân phải ta thua nó cứ thua xài mê ta thì về tới cứ đọc nông pre bờ đất pre bờ đất bần ta miền pre bờ đất nam núi đặt phơi oi bị nia đây vậy nè ấp đây miền pre bờ đất na phơi oi sập ở tây bị nia đây bờ sân là pre bờ đất nâng phơi oi sập ở tây bị nia chẳng mình không pi bỏng cầm tay thô nó bay bằng fly sập nâng đây tại nâng nó vừa đó bần ta cọp pre bờ đất cứ miền tại pre bờ đất phơi oi sập chầm ra đôi mê thà nâng ai đôi côn là thua nâng ai mình thà mình nốt thà tiêu đá mình thà mình nốt mình thà sạch tu tờ tệ nâng lại nâng á nhưng mà dân sạch sai đo tới dân khơi men pre bờ đất nâng đánh chừng rai tới nó nhung pe khla Russia sau lớn mòn lộ tổ sốt đánh chừng rai đại Russia sau lớnมันคุณจับวงพรำอ่องมาโซดดันอย่างไรตัวไอ้เวลารัสเซียหลังตั้งกระเปิดทั่วโลกโซดนั้นทั่วไอ้ยังเหมือจำนำประเทศประเทศสัตตะประเทศวิทยาศาสตร์ประเทศคือนักนองรัตนโซดก็เตะโตหนึ่งเมตาเลยนองรัตนโซดก็สมได้เตะโตหนึ่งเมตาไปเจนนักใส่ไปดอกเลยหาบุญนะไอ้มันยังกรู
ដូចជាមកវល់គ្នាហ្នឹងឯង បាទ រតនៈសូត្រមង្គលសូត្រអីសោះនៅនឹងច្រើន 52 ហ្នឹងឯង52បង54ហ្នឹងក៏មានរតនៈសូត្រដែរបង គណៈមាន មិញនួលខ្ញុំត្រាប់សួរមិញក៏មានរតនៈសូត្រនៅនឹងដែរអញ្ចឹងសឹងតែគ្រប់ទៅសូត្រដោយមង្គលសូត្រនិយាយពីមង្គល38ប្រការរតនៈសូត្រហ្នឹងគឺតាកតងនឹងការផ្សព្វផ្សាយទៅដល់ពពួកសត្វមានសត្វនាគសត្វព្រុតសត្វធប់សត្វអីហ្នឹងហើយកតន័យមេត្តាសូត្រគឺតាកតងនឹងមេត្តាហើយនៅក្នុងប្រសូតនេះមួយទៀតក៏តាកតងនឹងមេត្តាដែរនៅក្នុងហ្នឹងហើយនៅក្នុងហ្នឹងហើយផ្លិចប្រសូតហ្នឹងធัวនឹងសុទ្ធធัวរូបខេហ្នឹងវាតាកតងគ្នាហ្នឹងតាកតងនឹងមេត្តាតាកតងនឹងសត្វឲ្យមានពឹសនិយាយពីសត្វឲ្យមានពឹសកន្លែងហ្នឹងពូការផ្សព្វផ្សាយទៅពួកសត្វឲ្យមានពឹសហ្នឹងសត្វទាំងឡាយដែលមានពឹសដល់ពលឹកហ្នឹងគឺថាការផ្សាយទៅដល់ពួកសត្វហ្នឹងគឺវាសុទ្ធសឹងតែជាមេត្តាទាំងអស់ប៉ុន្តែព្រះបរិត្តដែលមានអានុភាពព្រះបរិត្តដែលមានអានុភាពហ្នឹងបងហ្នឹងហើយអ្នកសូត្រដោយមេត្តាចិត្តអ្នកសូត្រណាបងដោយមេត្តាចិត្តហើយអរត់មិនខុសណែអរាវរត់អត់ខុសតែមិនវិបលាស់បងអ្នកស្ដាប់ឲ្យគោរព3នឹងនេះមានអនុភាពបើថាលោកទៅសូត្រឲ្យវល់អង្គុយនិយាយគ្នាចេះចាច់គ្មានបានប្រយោជន៍អីទេហើយនឹងណាបងតែបើជាលោកសូត្រដោយមេត្តាចិត្តក៏ដោយក៏អនុភាពព្រះបរិត្តហ្នឹងក៏អត់កើតឡើងដែរបើយើងនេះស្ដាប់អត់ស្ដាប់ផងហ្នឹងណាហ្នឹងកន្លែងហ្នឹងបងអានេះបានរឿងមេត្តានេះបើធ្វើបានល្អនេះព្រះអង្គសរសើរណាអានិសង្សមេត្តាព្រះអង្គសរសើរមែនទេណាបើយើងនិយាយពីអានិសង្សណាព្រះអង្គសរសើរឲ្យទៀន100ឆ្នាំមិនស្មើនឹងការចម្រើនមេត្តាមួយរត់ទៅដោះគោហ្នឹងហ្នឹងកន្លែងហ្នឹងណាគឺព្រះអង្គសរសើរប៉ុន្តែថាសុទ្ធថាយើងធ្វើបានដែររាល់ថ្ងៃហ្នឹងវាបានដែរប៉ុន្តែពេលខ្លះវាបានទាំងស្ទាក់ស្ទើរណាព្រោះតិចតួចកើតឡើងពូសឹងតែអត់មកលើកថារាល់ថ្ងៃនេះតោមិនសម្លាប់ចិត្តគិតតែខ្លួនឯងមានមេត្តាចិត្តក៏ខ្លួនឯងមានសិលញាតិញោមតមិនសម្លាប់សត្វណាគិតតែខ្លួនឯងមានមេត្តាចិត្តក៏ខ្លួនឯងអ្នកមានសិលមិនសម្លាប់ចិត្តព្រោះតែមានមេត្តាចិត្តក៏ព្រោះតែគិតពីរឿងសិលរបស់ខ្លួនឯងគឺគិតពីរឿងសិលប៉ុណ្ណាហើយមេត្តានេះយើងអ្នកដតីមានជាមួយយើងអត់យើងនឹងមានមេត្តាជាមួយគេអត់យើងអត់ទេគេក៏អត់មេត្តាយើងដែរគេក៏អត់មានមកលើយើងក៏អត់មានទៅលើគេមានតែញាតិខ្លួនឯងតែច្រើនប៉ុណ្ណាបើយើងនិយាយពីព្រមវិហារធម៌មានតែញាតិខ្លួនឯងតិចហ្នឹងឯងបើថាឲ្យយើងមិនមានទូទៅតរោសពសัตว์ហ្នឹងគឺមិនងាយទេថាអត់ងាយទេអញ្ចឹងរៀនបើកហាត់ចម្រើនណារឿយទាំងអស់គ្នាអញ្ចឹងអាចទៅនៅក្នុងព្រៃបានហើយរៀនមេត្តាបានហើយខ្ញុំជឿហ្នឹងហើយព្រៃអីភ្នំអីនៅក្បែរញោមភ្នំអរិយកាន់ព្រោះហ្នឹងហើយព្រៃហ្នឹងមានរូបមិនអីទៅព្រោះសំងំអីក្នុងព្រៃទៅយប់ហ្នឹងមុងមួយក៏ទៅម្នាក់ឯងទៅតែអត់មានទៅដល់មនុស្សដេញវិញទេណាបងណាទៅនៅបានប្រហែលមនុស្សដេញវិញតែបើមកអង្គុយស្ដាប់ធម៌អីអាចធ្វើបានគុណចាស់តែពេលឲ្យទៅមានតែព្រៃខ្មោចមិនទៅទេសាកមើលឲ្យទៅយប់នេះឯងព្រៃខ្មោចហ្នឹងទៅអត់ទៅទេមិនបានទៅខ្លាចខ្មោចមិនបានខ្លាចខ្មោចចុះ
អាហ្នឹងធัวខ្លាចវាមានតែពីដើមមកចឹងឯងប៉ុន្តែបើយើងមានមេត្តាពិតប្រាកដអត់ខ្លាចទេព្រោះទៅដល់ណាក៏បានដែរដោយព្រះរេវតៈចឹងលោកនៅម្នាក់ឯក្នុងព្រៃបគីលប់ឈឹងសពគ្រប់បែបយ៉ាងលោកមានទៅខ្លាចអីណាដូចណែភិក្ខុប្រមាណអង្គនឹងទៅបដិបត្តិធัวដូចជាកូនចៅវិញ្ញាតរបស់ព្រះអង្គហ្នឹងឯងកាលនោះដូចព្រះអង្គមកសម្ដែងនេះលោកគ្រូនៅណែប្រសូតហ្នឹងថ្មឃើញលើកមួយចម្រោះចម្រាស់នេះច្រើននៅដែលព្រះអង្គសម្ដែងមហាសមយៈសូត្រណាបងហ្នឹងហើយចេញពីពពពីរៀមមកយើងមានព្រៃនៅជើងហំហែមពៀននោះហ្នឹងហើយព្រះអង្គដែងដល់ពួកទេវតាពួកព្រំពួកអីហ្នឹងកន្លែងហ្នឹងកាលនោះដូចជាព្រះអង្គទៅប្រោះវិញ្ញាតឯងព្រះអង្គនាំទៅកន្លែងហ្នឹងហើយដែលសត្វតែភិក្ខុទ្រុសិលហ្នឹងទៅចម្រើនធัวហ្នឹងមានបានណាខ្ញុំដាច់ស្បង់ដាច់ចពោអស់រត់ហ្នឹងហើយចុះអមនុស្សវាមកខ្ញុំភ្នែកកលីងកលួងសក់វែងស្យាមមានតែដាច់ធัวទាំងយប់រត់បាសជើងបាសដៃមកហ្នឹងហើយសិលអត់បរិសុទ្ធហ្នឹងព្រោះហើយភិក្ខុថ្មីមានទៅបកហាត់អាមេត្តាមនោកម្មមេត្តាកាយកម្មការបង្អន់មេត្តាផ្សាយទៅរកសពសត្វនឹងបានងាយណាកន្លែងហ្នឹងណាបងអញ្ចឹងថាបើយើងនិយាយបានរឿងមេត្តាប៉ុន្តែសាកធ្វើទៅសាកនាំឲ្យធ្វើទៅបានអត់រាល់ថ្ងៃខឹងអត់ខឹងច្រើនខឹងតិចហ្នឹងហើយថាឲ្យច្រើនខឹងច្រើនបងណាតែថាឲ្យតិចខឹងតិចហើយមកអង្គុយទីនេះមានមេត្តាអត់មើលមានមេត្តាទៅអង្គណាមួយអត់នឹងក៏មានទៅដល់គ្នានឹងគ្នាអត់អូអត់មានមេត្តាទេនឹងកន្លែងហ្នឹងណាបងมันថាពិបាកក្នុងការធ្វើតែធัวនោះពិបាកថាធัวនោះមិនពិបាកទេថាមិនបានជាយើងពិបាកធ្វើមកពីយើងមិនដែលធ្វើញ៉ឹមហ្នឹងណាបើធ្វើងាយអញ្ចឹងបានថារៀនបើហាត់រឿយៗទៅធ្លាប់នឹងអាត្មាចូលរួមជាមួយលោកគ្រូអស់មកបាត់ហ្នឹងហើយនេះលោកគ្រូបានតិចហ្នឹងហើយគ្រូបានតិចហើយគ្រូបន្ថែមបន្តិចទៀតណាអនុមោទនីយើងលើកបញ្ហាមកថាហេតុអីបានជាក្នុងពុទ្ធសាសនានេះត្រូវមានមេត្តាព្រហ្មវិហារធម៌មកពីហេតុអីគឺទី1អ្នកដែលនៅជុំវិញខ្លួនយើងទាំងប្រមាណនេះទាំងមនុស្សទាំងទេវតាទាំងសត្វប្រឡត់គ្រប់ប្រភេទព្រះអង្គទ្រង់សម្ដែងថាមិនមានសត្វណាមួយដែលមិនធ្លាប់ជាម៉ែយើងទេយល់ទេចាមិនមានបុគ្គលណាមិនមានសត្វណាដែលមិនធ្លាប់ជាឪពុកយើងទេមិនមានបុគ្គលណាមិនមានសត្វណាដែលមិនធ្លាប់ជាបងយើងទេយល់អានេះគិតនៅក្នុងសង្សារវដ្តអស់កាលដែលជាអង្គវាយឆៃលៀងធ្លាប់ប្អូនស្រីខ្ញុំយាយច័ន្ទរួតធ្លាប់ជាម្ដាយខ្ញុំយល់ឥឡូវនេះមិនមែនម្ដាយមែនតែបើគិតនៅក្នុងវដ្តសង្សារព្រះអង្គទ្រង់សម្ដែងថាមនីភិក្ខុទាំងឡាយមិនមានមេត្តាក្រៀមណាមួយដែលមិនធ្លាប់ជាមេត្តាឬក៏បីឬក៏បងស្រីរបស់អ្នកទាំងឡាយឡើយក្នុងកាលអស់កាលដ៏យូរអង្វែងយល់អញ្ចឹងស្ងោមន់រាល់ថ្ងៃហ្នឹងស្ងោម៉ែឯងមែនណាបើ
បើគិតក្នុងកាលដែលយូរអង្វែងមានអ្នកណាមួយដែលមិនធ្លាប់ជាញាតិរបស់យើងអត់មានទេណាមេលីអត់មានទេសិតតែជាញាតិរបស់យើងទាំងអស់សិតតែផៅពងរបស់យើងទាំងអស់នឹងបើគិតណាយល់ទេអញ្ចឹងបើយើងបៀតបៀនរាល់ថ្ងៃឈ្មោះថាយើងបៀតបៀនញាតិរបស់ខ្លួនឯងយល់ទេចា៎ចឹងបានជាព្រះអង្គឲ្យយើងចម្រើននៅមេត្តាអ្នកដែលចម្រើននៅមេត្តាឈ្មោះថាជាអ្នករក្សាខ្លួនអ្នកដែលចម្រើននៅមេត្តាជាអ្នករក្សានៅខ្លួនអ្នករក្សានៅខ្លួនឈ្មោះថារក្សាអ្នកដទៃដែរអត់យល់ដែរអត់ឃើញទេអ្នករក្សានៅខ្លួនឯងឈ្មោះថារក្សាដល់អ្នកដទៃយើងរក្សាចិត្តរបស់យើងមិនសម្លាប់យើងរក្សាចិត្តរបស់យើងមិនសម្លាប់តើសត្វដទៃត្រូវស្លាប់ព្រោះចិត្តមិនសម្លាប់របស់យើងដែរអត់អត់អញ្ចឹងគេរស់នៅដោយសុខដែររស់នៅដោយសុខយល់ទេអញ្ចឹងអញ្ចឹងព្រះអង្គឃើញក្នុងអវ័យដែលនៅជុំវិញខ្លួនរបស់យើងគ្មានអ្នកណាក្រៅពីញាតិរបស់យើងបើសិនជាអ្នកទាំងអស់នោះសិតតែជាញាតិរបស់យើងយើងលើកដៃទៅសម្លាប់ទៅបៀតបៀនដោយមិនដេចការមែនទេការដែលមិនបៀតបៀនការដែលមិនសម្លាប់ចំពោះសត្វដទៃនេះត្រូវមានមេត្តាព្រោះមេត្តាព្រំវិហារធម៌នេះឈ្មោះថាជាវិហារធម៌រក្សាខ្លួនព្រំវិហារធម៌រក្សាខ្លួនឯងឈ្មោះថារក្សាអ្នកដទៃមែនទេបើយើងរក្សាចិត្តរបស់ខ្លួនឯងដោយមេត្តាឈ្មោះថារក្សាអ្នកដទៃអញ្ចឹងអ្នកដទៃរក្សាយើងមិនได้អត់យល់ទេអញ្ចឹងអញ្ចឹងបើយើងរក្សាអ្នកដទៃអ្នកដទៃរក្សាយើងឈ្មោះថាសុខទាំងអស់គ្នាដែរឈ្មោះថាសុខទាំងអស់គ្នាហើយដូច្នោះឯងបានជាបណ្ឌិតទាំងឡាយតែងតែហៅថាកិរិយាដែលមានមេត្តានេះជាព្រហ្មចរិយធម៌ជាវិហារធម៌ក្នុងសាសនានេះយល់ទេតែបើត្រឹមតែមានតែមេត្តាព្រហ្មវិហារធម៌រក្សាខ្លួនឯងឈ្មោះថារក្សាអ្នកដទៃអ្នកដទៃរក្សាខ្លួនយើងវិញនេះសួរថាផុតទុកបានទេអត់ថោតបានទេយល់ទេចាអញ្ចឹងត្រូវថែមអីទៀតព្រះអង្គទ្រង់សម្ដែងថាអ្នកដែលប្រកបទៅដោយមេត្តាចិត្តមានមេត្តាព្រហ្មវិហារធម៌នេះត្រូវធ្វើចិត្តនឹងឲ្យប្រឆាអំពីទិដ្ឋិតទៅទៀតកុំឲ្យប្រកបទៅដោយទិដ្ឋិតទៅទៀតមានមេត្តាហើយមិនមាននៅទិដ្ឋិប្រកបទៀតមានមេត្តាព្រហ្មវិហារធម៌ហើយជាអ្នកមានសិលទៀតមានមេត្តាព្រហ្មវិហារធម៌ហើយត្រូវជាអ្នកមានសិលប្រកបជាមួយនឹងទេសនៈសម្បត្តិទេសនៈសម្បត្តិនេះផ្ដោតទៅលើសោតាបត្តិមគ្គឃើញទេជាលោកកតរៈមែនទេអញ្ចឹងមេត្តាមានមេត្តាហើយត្រូវមកកំចាត់នៅទិដ្ឋិប្រកបជាមួយនឹងចិត្តយើងទៀតអាស្រ័យដោយជាអ្នកមានសិលដែលប្រកបជាមួយនឹងសោតាបត្តិមគ្គអញ្ចឹងអ្នកត្រូវតែប្រតិបត្តិដែរត្រូវតែប្រតិបត្តិដើម្បីបន្តបង់នៅការជាប់ជំពាក់ក្នុងកាមទាំងឡាយការដែលបន្តបង់នៅការជាប់ជំពាក់ក្នុងកាមទាំងឡាយនេះឯងរមែងជាអ្នកមិនមកកាន់កទៀតឡើយឃើញទេបើមិនមកកាន់កទៀតទេមានបដិសន្ធិដែរអត់មានយល់ទេអញ្ចឹងត្រឹមតែមេត្តាព្រហ្មវិហារធម៌អត់អាចបន្តបង់នៅការជាប់ជំពាក់ក្នុងកាមទាំងឡាយទេអញ្ចឹងត្រូវមក
ប្រព្រឹត្តនៅព្រហ្មចរិយធម៌លះបង់នៅទិដ្ឋិផងជាអ្នកមានសិលបរិសុទ្ធផងតើត្រូវជាអ្នកដែលប្រព្រឹត្តនៅព្រហ្មចរិយធម៌ដើម្បីសោតាបត្តិមគ្គផងទើបមិនមានបដិសន្ធិនៅក្នុងភពថ្មីទៀតនេះនៅក្នុងករណីមេតសោតហ្នឹងគឺព្រះអង្គទ្រង់សម្ដែងមេត្តាជាមួយនឹងការប្រព្រឹត្តនៅព្រហ្មចរិយធម៌ដើម្បីមិនមានភពថ្មីទៀតយល់ទេចា៎សូមអនុមោទនា